You're listening to Radio Free Asia. The following program is in Khmer. Nǐ chi càm bi tiệp xáy vệt chiu a zì sáy. Nǐ chi càm bi tiệp xáyរបស់វិទ្យុអាស៊ីសេរីជាភាសាខ្មែរវិទ្យុអាស៊ីសេរីសូមស្វាគមន៍លោកអ្នកនាងទាំងអស់ពីរដ្ឋធានី Washington នៃសហរដ្ឋអាមេរិកចា៎នាងខ្ញុំមកសុទ្ធនេះសូមជម្រាបសួរលោកអ្នកស្ដាប់វិទ្យុអាស៊ីសេរីជាទីមេត្រីយើងខ្ញុំសូមជូនកម្មវិធីផ្សាយសម្រាប់ព្រឹកថ្ងៃច័ន្ទ700ខែផុតបុត្រឆ្នាំមមីឆស័កពុទ្ធសករាជ2558ហើយដល់ត្រូវនឹងថ្ងៃទី15ខែកញ្ញាគ្រិស្តសករាជ2014ចា៎ថ្ងៃនេះគឺជាបិណ្ឌទី7ជាកិច្ចចាប់ផ្ដើមនេះនាងខ្ញុំសូមអញ្ជើញលោកនាងកញ្ញាស្ដាប់ព័ត៌មានប្រចាំថ្ងៃសហជីពធំធ្វើយុទ្ធនាការនៅសប្តាហ៍ក្រោយទាមទារប្រាក់ឈ្នួល$177ឲ្យកម្មករខ្មែរនៅកាណាដានិងអាមេរិកក្រុងធ្វើបាតកម្មនៅថ្ងៃ17កញ្ញាទាមទារឲ្យក្រុមហ៊ុនបញ្ជាទិញដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករអតីតប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែតដែលត្រូវទម្លាក់ចេញពីតំណែងទាមទារយុត្តិធម៌ខ្មែរអាមេរិកាំងនៅតំបន់រដ្ឋធានី Washington ពិភាក្សាពីបញ្ហាប្រជាធិបតេយ្យនៅកម្ពុជារួមនឹងព័ត៌មានសំខាន់មួយចំនួនទៀតជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានពិស្ដាមេដឹកនាំសហជីពកម្មករធំនឹងចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ឈ្នួលអបបរមាឲ្យបាន$177អាមេរិកសម្រាប់កម្មករក្នុងវិស័យកាត់ដេរចាយុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី17ខែកញ្ញាខាងមុខអ្នកនាងទេពសារាវីមានសេចក្តីរាយការណ៍ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះយុទ្ធនាការនេះនឹងចាប់ផ្ដើមនៅរោងចក្រចំនួន300កន្លែងផ្សេងគ្នានៅភ្នំពេញនិងតាមបណ្ដាខេត្តមួយចំនួនរួមមានខេត្តកណ្ដាលខេត្តតាកែវខេត្តកំពង់ស្ពឺខេត្តកំពង់ឆ្នាំងនិងខេត្តមួយចំនួនទៀតនៅជុំវិញរាជធានីភ្នំពេញយុទ្ធនាការនេះផ្ដួចផ្ដើមឡើងដោយក្រុមសហជីពធំចំនួន8ដែលធ្វើការនៅក្នុងវិស័យកាត់ដេរនិងស្បែកជើងនិងមានសមាគមដែលចូលរួមគាំទ្រចំនួន10នេះជាយុទ្ធនាការទាមទារប្រាក់ឈ្នួលសម្រាប់ឆ្នាំ2015ប្រធានសហភាពសហជីពកម្ពុជានិងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោករងឈុនឲ្យដឹងនៅថ្ងៃទី14កញ្ញាថាយុទ្ធនាការនេះនឹងឆ្ពោះទៅមុខដើម្បីទាមទារប្រាក់ខែឲ្យកម្មករដល់ចំនួន$177គឺដល់កម្រិតដែលអាចធានាថាកម្មករអាចរស់បានសមរម្យលោកបញ្ជាក់ថាយុទ្ធនាការនេះនឹងមានចែកលិខិតផ្សព្វផ្សាយព័ត៌មានរាប់ម៉ឺនច្បាប់ទៅដល់កម្មករដើម្បីឲ្យពួកគេចូលរួមក្នុងយុទ្ធនាការនេះយុទ្ធនាការនេះក៏បានតម្រូវឲ្យកម្មករនៅតាមរោងចក្រសហគ្រាសពាក់អាវយឺតពណ៌ទឹកក្រូចដូចគ្នាដែលមានរូបសញ្ញាឬ logo $177និងមានដាក់ឈ្មោះក្រុមហ៊ុនអ្នកបញ្ជាទិញល្បីៗនៅលើពិភពលោកដូចជាក្រុមហ៊ុន H&M និងក្រុមហ៊ុន Adidas និងថែមទាំងតម្រូវឲ្យកម្មករលើកបដាទាមទារដែរឈ្នួលទាំងអស់នេះវាមិនមែនពីណាដាក់ជើងព្រៀនមកជូនដល់បងប្អូនកម្មករកម្មការយើងទាំងអស់គ្នាទេមានតែយើងទាំងអស់គ្នាត្រូវតែលើកឡើងទាំងអស់គ្នាដើម្បីទាមទារអំពីប្រាក់ឈ្នួលរបស់យើងតាមគម្រោងនៅថ្ងៃទី17កញ្ញានៅប្រទេសកាណាដាក៏មានពលរដ្ឋខ្មែរដែលរស់នៅទីនោះរួមនឹងសហជីពកម្មករក៏បានធ្វើយុទ្ធនាការព្រមគ្នាជាមួយសហជីពនៅកម្ពុជាដើម្បីទាមទារប្រាក់ឈ្នួល$177លោករងឈុនបញ្ជាក់ថាយុទ្ធនាការនេះនឹងធ្វើបែបភ្លៀងរលឹមហើយបើនៅក្រៅពិធីបុណ្យភ្ជុំបិណ្ឌមិនមានដំណោះស្រាយទេនោះក្រុមសហជីពនឹងបង្កើតជាវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យដែលគ្រោងមានមនុស្សចូលរួមពី10000ទៅ20000នាក់ប្រធានសហព័ន្ធសហជីពចលនាកម្មករលោកតៅស៊ីណាដែលជាអ្នកផ្ដួចផ្ដើមម្នាក់ឲ្យមានយុទ្ធនាការនេះបញ្ជាក់ថា$177គឺជាតួលេខដែលដាក់សម្រាប់តថ្លៃជាមួយខាងសមាគមរោងចក្រកាត់ដេរកម្ពុជាហើយតម្លៃនេះអាចមិនបានតាមការគ្រោងទុកទេយ៉ាងណាលោកសង្ឃឹមថាប្រាក់ឈ្នួលដែលកម្មករនឹងត្រូវទទួលបានសម្រាប់ឆ្នាំ2015អាចបានច្រើនលើសពី$110យើងជំរុញយ៉ាងណាដើម្បីឲ្យប្រាក់ឈ្នួលមួយដែលអាចដែលមានន័យថាដែលយើងអាចទទួលយកបានសម្រាប់ឲ្យកម្មករយើងផ្លាស់ប្ដូរអំពីអាជីវភាពគាត់បន្ទោះបីយើងដឹងថា$177វាមិនអាច
ទៅរួចហើយវាជាទូរលេខមួយដែលយើងដាក់ក្នុងការចរចាក្រមសហជីពកម្មករបានអះអាងថាការទាមទារនេះគឺផ្អែកតាមលទ្ធផលស្រាវជ្រាវរបស់គណៈកម្មការសិក្សាប្រាក់ឈ្នួលកាលពីចុងឆ្នាំ 2012 លទ្ធផលស្រាវជ្រាវនោះរកឃើញថាប្រាក់ខែគោលរបស់កម្មករអាចនឹងទទួលបានពីចន្លោះ$157ទៅដល់$177ដើម្បីអាចរស់នៅបានសមរម្យយ៉ាងណាខាងសមាគមរោងចក្រកាត់ដេរកម្ពុជាព្រមដំឡើងប្រាក់$10ឲ្យកម្មករនៅឆ្នាំ 2015 គឺបន្ថែមលើប្រាក់ខែគោលរបស់កម្មករ$100តាមគម្រោងគណៈកម្មការប្រឹក្សាការងារគ្រោងប្រជុំត្រីភាគីដែលរួមមានសមាជិកក្រសួងការងារសមាគមរោងចក្រកាត់ដេរកម្ពុជានិងខាងសហជីពកម្មករនៅថ្ងៃទី26 កញ្ញាដើម្បីជជែកគ្នាពីប្រាក់ឈ្នួលអបបរមាកម្មករសម្រាប់ឆ្នាំ 2015 ទោះជាមានការចរចាពីប្រាក់ឈ្នួលនេះក្តីក៏លោកផាស៊ីណាគិតថាកិច្ចប្រជុំនោះគ្មានតម្លាភាពដោយសារតែសមាជិកចូលរួមពីក្រសួងនិងសមាគមរោងចក្រនិងសហជីពកម្មករចំនួន5មានទំនោរទៅរដ្ឋាភិបាលដែលមិនអាចសម្រេចដំឡើងប្រាក់ឈ្នួលឲ្យកម្មករប្រកបដោយតម្លាភាពបានប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជានិងជាអនុប្រធានគណៈកម្មការប្រឹក្សាការងារលោកជួនមុំថុលធ្លាប់បដិសេធមិនចូលរួមការទាមទារប្រាក់ឈ្នួលនេះទេប្រសិនណានៅតែបន្តដាក់តួលេខនៃការទាមទារដំឡើងប្រាក់ឈ្នួលគោលរបស់កម្មករចំនួន$177លោកគិតថាការរឹងត្អឹងបែបនេះគឺមិនយុត្តិធម៌ទេសម្រាប់នយោជកនាងខ្ញុំទេពសុរាវីវិទ្យុអស៊ីសេរីភ្នំពេញចាលោកនាងជាទីមេត្រីចំណាយបរដ្ឋខ្មែររស់នៅក្រៅប្រទេសរួមមានកាណាដានិងសហរដ្ឋអាមេរិកជាដើមក៏ក្រុងធ្វើបាតកម្មនៅថ្ងៃពុធទី17ខែកញ្ញាខាងមុខគឺនៅតាមតំបន់ដែលពួកគេរស់នៅដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលកម្មករឲ្យបាន$177អាមេរិកអ្នករៀបចំបាតកម្មនៅក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាលោកជួបសំណាងមានប្រសាសន៍ប្រាប់បច្ចុប្បន្នអសីស្រីតាមទូរស័ព្ទថាគោលបំណងសំខាន់នៃការធ្វើបាតកម្មនេះគឺជំរុញឲ្យក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផលសម្លៀកបំពាក់កាត់ដេរគៀបសង្កត់ដល់ម្ចាស់រោងចក្រនៅកម្ពុជាឲ្យគិតគូរពីស្ថានភាពរស់នៅដ៏លំបាករបស់កម្មករដែលមានប្រាក់ខែទាបយើងមានធ្វើបាតកម្មនៅតាមបណ្ដាខេត្តនិងក្រុងមួយចំនួននៅប្រទេសកាណាដាព្រមទាំងនៅសហរដ្ឋអាមេរិកដែលរៀបចំឡើងដោយអង្គការសហជីពមួយឈ្មោះ Worker United គោលបំណងនៃការធ្វើបាតកម្មនេះគឺដើម្បីទាមទារនៅយុត្តិធម៌ពីសំណាក់អ្នកបញ្ជាទិញតាមអ្នកឥទ្ធិពលមានដូចជាក្រុមហ៊ុន H&M Gap Adidas Walmart និង Puma ជាដើមដែលក៏ជាក្រុមហ៊ុនផ្គត់ផ្គង់និងបញ្ជាទិញពីប្រទេសកម្ពុជាបាទគោលបំណងមួយទៀតគឺថាការធ្វើបាតកម្មនេះដើម្បីទាមទារដំឡើងប្រាក់ឈ្នួលអបបរមា$177ទៅដល់កម្មករកម្មការនេះនៅប្រទេសកម្ពុជាចាលោកជួបសំណាងគូសបញ្ជាក់ថាការធ្វើបាតកម្មព្រមគ្នានេះគឺជាយុទ្ធនាការជាតិនិងអន្តរជាតិដែលគេរំពឹងថានឹងមានអ្នកចូលរួមដ៏ច្រើនហើយនាំគ្នាពាក់អាវយឺតលេខ177ជានិមិត្តសញ្ញានៃការទាមទារដំឡើងប្រាក់ខែគោល$177ឲ្យកម្មករនៅកម្ពុជាយុទ្ធនាការនេះគឺជាយុទ្ធនាការថ្នាក់ជាតិនិងអន្តរជាតិបាទគឺនៅប្រទេសកម្ពុជាគឺចាប់ផ្ដើមធ្វើពីថ្ងៃទី15 16 17ប៉ុន្តែនៅសហរដ្ឋអាមេរិកនិងនៅកាណាដាគឺយើងធ្វើថ្ងៃទី17ដែលអ្នកបាតកោទាំងអស់ព្រមទាំងសមាជិកសហជីពនៃ Worker Union នឹងគឺនឹងពាក់ផ្លាកទាំងអស់គ្នាថា177គឺពាក់ផ្លាកនៅតាមកន្លែងធ្វើការរៀងៗខ្លួនឬអ្នកចេញដង្ហែបាតកម្មក៏គឺពាក់$177ដើម្បីឲ្យនយោជកនោះឃើញថាកម្មករនៅប្រទេសកម្ពុជាត្រូវការប្រាក់ខែអបបរមាគឺ$177ដើម្បីអាចរកបានបាទចាទាំងលោកជួបសំណាងអ្នករៀបចំបាតកម្មនៅក្រុងម៉ុងរ៉េអាល់និងអ្នកស្រីហៃវូឡាអ្នករៀបចំការតវ៉ានៅក្រុងត្រង់តូនៃប្រទេសកាណាដាបានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់នៅតាមតំបន់នានាចូលរួមបាតកម្មឲ្យបានច្រើនកុះករដើម្បីរួមគ្នាជួយដល់ប្រជាពលរដ្ឋខ្មែរជាពិសេសគឺកម្មកររោងចក្រដែលជួបបញ្ហាលំបាកនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃលោកដានៀងជាទីមេត្រីអតីតប្រធានការិយាល័យអប់រំនៅក្រុងប៉ោយប៉ែតដែលបានត្រូវគេទម្លាក់ពីតួនាទីទាមទាររកយុត្តិធម៌ជុំវិញការដកលោកពីមុខតំណែងចំណែកឯប្រធានមន្ត្រីអប់រំខេត្តបន្ទាយមានជ័យនិងចៅហ្វាយក្រុងប៉ោយប៉ែតវិញអះអាងថានេះពុំមែនជាការដកមុខតំណែងឬក៏តួនាទីអ្វីឡើយ
ប៉ុន្តែជាការអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះលោកមុំនិរដ្ឋរាជការព័ត៌មាននេះអតីតប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែតហៅការដកតំណែងលោកថាជាការអនុវត្តក្រមសម្ពាធនិន្នាការនយោបាយឬបកពលនិយមលោកបានអាងថាអ្នកថ្មីដែលចូលកាន់តំណែងជំនួសមានសម្លេងគាំទ្រចាញ់លោករហូតដល់53សម្លេងក្នុងចំណោមអ្នកបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តចំនួន60នាក់ធ្លាប់ជាអតីតប្រធានការិយាល័យអប់រំក្នុងរយៈពេលខ្លីមុនត្រូវគេទម្លាក់ចេញពីមុខតំណែងនឹងជាសាស្ត្រាចារ្យផងនោះលោកស្វាយជាដឹងនៅថ្ងៃទី14ខែកញ្ញាថាលោកពិតជាមិនអស់ចិត្តសោះឡើយជុំវិញការទម្លាក់លោកចេញពីប្រធានការិយាល័យអប់រំក្រុងលោកអាងថាលោកទទួលបានការគាំទ្រដ៏លើសលប់នៅក្នុងការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តឲ្យធ្វើជាប្រធានការិយាល័យនេះប៉ុន្តែចរន្តនេះលោកយល់ឃើញថាការដកលោកចេញពីតួនាទីនេះទំនងជាមានការជាប់ពាក់ព័ន្ធនឹងនិន្នាការនយោបាយជានេះទៀតដើម្បីបញ្ជាបញ្ហាលោកអាងថាការផ្លាស់ប្ដូរមុខតំណែងរបស់លោកមានការលូកដៃចូលពីមន្ត្រីក្រុងប៉ោយប៉ែតនិងពីអភិបាលខេត្តបន្ទាយមានជ័យផងជុំវិញរឿងរ៉ាវនេះលោកទាមទារឲ្យមានការស៊ើបអង្កេតនិងផ្ដល់យុត្តិធម៌ដែលលោកចាត់ទុកថាចំណាត់ការនៅពេលនេះគឺមានភាពលំអៀងជួនគាត់ចាញ់ណាលោកធានម្នាក់ទៀតដែលគាត់ត្រូវឡើងជាធានវិញឥឡូវនេះគាត់ចាញ់គាត់រត់ទៅពឹងខាងខ្សែរយៈខាងក្រុមប្រឹក្សាក្រុងបងធរគាត់ហ្នឹងណាលោកសុខឿនហ្នឹងហើយក៏ចាប់ផ្ដើមរៀបចំស្នើតែងតាំងលោកមកទៅគឺស្នើទៅជាវាយក្រុងសុំទៅសាលាខេត្តទៅអញ្ចឹងគឺសាលាខេត្តចេញជាការហើយឆ្លើយតបការលើកឡើងនេះប្រធានមន្ត្រីអប់រំខេត្តបន្ទាយមានជ័យលោកឈើច័ន្ទណាអះអាងថារឿងរ៉ាវនេះពិតជាមានភាពស្មុគស្មាញសម្បើមណាស់យ៉ាងណាលោកថ្លែងថាជំនាញពាក់ព័ន្ធបានដំណើរការរឿងនេះចប់ស្រេចបាច់ហើយមិនគួរគប្បីលើកឡើងនៅពេលនេះទៀតនោះទេនីតិវិធីការងារនឹងវាច្រើនណាស់កលិកលៈខ្ញុំបានទៅសេលិខិតនឹងជូនទៅថ្នាក់ដឹកនាំដើម្បីពិសារតាមការងារនឹងហើយចំណែកចៅហ្វាយក្រុងប៉ោយប៉ែតលោកងៅមីងជ្រួនឯនេះវិញដែលរងការចោទប្រកាន់បានលូកដៃចូលក្នុងកិច្ចការអប់រំនិយាយថាធាតុពិតលោកស្វាយជាពុំមែនត្រូវគេដកហូតទូនីតិឡើយប៉ុន្តែថាលោកធ្លាប់ជាអតីតប្រធានការិយាល័យអប់រំក្រុងម្ដងក្នុងរយៈពេលខ្លីនោះគឺគ្រាន់តែជាប្រធានការិយាល័យស្ដីទីប៉ុណ្ណោះលោកអាងថាក្រោយពីមានការបោះឆ្នោតផ្ដល់សេចក្តីទុកចិត្តរកឃើញថាលោកស្វាយជាមិនបានជាប់ជាប្រធានការិយាល័យទៀតនោះទេហេតុនេះលោកបញ្ជាក់ថារឿងលោកស្វាយជានេះមិនមានជាប់ពាក់ព័ន្ធនឹងរឿងនយោបាយណាមួយឡើយរឿងនេះអត់មានគិតរឿងនិន្នាការនយោបាយទេរឿងការបោះឆ្នោតសុំសេចក្តីទុកចិត្តពីក្រុមប្រឹក្សាដែលគេវាតម្លៃទៅលើសមត្ថភាពនៃការសិក្សាអប់រំនិងការដឹកនាំនៃការិយាល័យហ្នឹងទាំងគណៈអភិបាលយើងក៏មិនមានសិទ្ធិដែរឯកឧត្តមអាបាខេត្តក៏មានសិទ្ធិដែរប្រធានទីក៏មានសិទ្ធិដែរបោះឆ្នោតសុំសេចក្តីទុកចិត្តពីក្រុមប្រឹក្សាដែលមានសម្លេងភាគច្រើនរបាយការណ៍របស់លោកស្វាយជាអតីតប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែតได้ដឹងថាលោកទទួលបានការគាំទ្ររហូតដល់53សម្លេងនាំមុខលោកច័ន្ទសម្បូរដែលជាប្រធានការិយាល័យបច្ចុប្បន្នការបោះឆ្នោតជ្រើសរើសប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែតកាលពីដើមខែកក្កដាឆ្នាំ2014ដោយឡែកលោករងឈុនប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យវិញយល់ឃើញថាស្ថាប័នជំនាញពាក់ព័ន្ធរបស់រដ្ឋគប្បីអនុវត្តតាមឆន្ទៈនៃសម្លេងបោះឆ្នោតដែលរកឃើញថាអ្នកឈ្នះពិតប្រាកដត្រូវទទួលបានការលើកទឹកចិត្តបន្ថែមជាជាងជាន់ពន្លិចលោកបន្តថាបើប្រព័ន្ធអប់រំនៅតែប្រកាន់គោលការណ៍របៀបនេះទៀតវានឹងរុញច្រាននៅស្ថាប័នអប់រំមួយនេះរត់តែរងនៅសម្ពាធអន់ថយនៃគុណភាពអប់រំជាងនេះទៀតអ្នកដែលត្រូវបានសម្លេងគាំទ្រច្រើនលើសលប់មិនត្រូវបានតែងតាំងឲ្យដឹកនាំបែរជាយកលេខបន្ទាប់មានសម្លេងគាំទ្រតិចតួចយកទៅធ្វើការតែងតាំងអានឹងវាជារឿងមួយខុសធ្ងន់ធ្ងរហើយវាក្បត់ទៅនឹងឧត្តមគតិរបស់មន្ត្រីក៏ដូចជាលោកគ្រូអ្នកគ្រូដែលគាត់ខំបោះឆ្នោតលោករងឈុនអំពីវនីវដល់ភីគីរងគ្រោះក៏បីដាក់បណ្ដឹងមកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យងាយនឹងលោកអន្តរាគមចាត់វិធានការប្រឆាំងចំណាត់ការនេះបន្តទៅក្រសួងអប់រំនិងស្ថាប័នពាក់ព័ន្ធនានារបស់រដ្ឋខ្ញុំមកមនីរដ្ឋវិទ្យុអឌីសេរីខេត្តបាត់ដំបងលោកនាងកញ្ញាកំពុងស្ដាប់ការផ្សាយរបស់វិទ្យុអឌីសេរីប្រជាពលរដ្ឋនៅខេត្តស្វាយរៀងនិងព្រៃវែងបារម្ភខ្លាចខកដំណើរត្រឡប់មកធ្វើការនៅទីក្រុងភ្នំពេញវិញបន្ទាប់ពីឈប់សម្រាកបុណ្យភ្ជុំបិណ្ឌតើមានមូលហេតុអ្វីបានជាពួកគេបារម្ភដូច្នេះចាសសេចក្តីរាយការណ៍ពីស្ដាមពីរឿងនេះលោកនាងនឹងបានស្ដាប់នាពេលបន្តិចទៀតនេះអាជ្ញាធរខេត្តបន្ទាយមានជ័យសន្យាដោះស្រាយបញ្ហាដីធ្លីជូនយោធិនពិការជាង200គ្រួសារឲ្យបានឆាប់
ការសន្យានេះធ្វើឡើងកាលពីថ្ងៃទី14ខែកញ្ញាម្សិលមិញនៅក្នុងវត្តស្ទឹងមានជ័យរាជធានីភ្នំពេញចាវត្តនេះគឺជាកន្លែងដែលអតីតយោធិនទាំងនោះកំពុងស្នាក់នៅបណ្ដោះអាសន្នដើម្បីទាមទារដីធ្លីដែលលោកហ៊ុនសែនធ្លាប់សន្យាថានឹងផ្ដល់ឲ្យពួកគាត់លោកវណ្ណវិចារីកាអំពីរឿងនេះអភិបាលរងខេត្តបន្ទាយមានជ័យលោកអមចន្ទថាបានធ្វើដំណើរពីខេត្តបន្ទាយមានជ័យមកជួបពលរដ្ឋនៅវត្តស្ទឹងមានជ័យដើម្បីដោះស្រាយបញ្ហាដីធ្លីអភិបាលរងខេត្តរូបនេះបានទទួលកិច្ចការពីកម្លាំងសន្តិសុខខណ្ឌមានជ័យជាច្រើនអ្នកលោកយកមី5កេសធំចែកជូនពលរដ្ឋហើយស្នើឲ្យតំណាងពលរដ្ឋចូលទៅជួបលោកនៅក្នុងកុដិព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យដោយប្រជុំបន្ទ្វាប៉ុន្តែដោយសារតែពលរដ្ឋមិនព្រមទើបលោកអភិបាលរងខេត្តចុះពីលើកុដិព្រះចៅអធិការមកជជែកជាមួយតំណាងអ្នកតវ៉ានៅខាងក្រោមគាត់វិញលោកអមចន្ទថាមានប្រសាសន៍ថាតាំងនាមឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យលោកស្នើឲ្យពលរដ្ឋទាំងអស់មេត្តាកុំរំលឹករឿងចាស់ព្រោះអាជ្ញាធរពេលនេះមានចេតនាដោះស្រាយវិបត្តិដីធ្លីនេះហើយលោកបន្តថាសំខាន់បំផុតតើពលរដ្ឋទាំងអស់កំពុងទាមទារអ្វីខ្លះហើយអាជ្ញាធរនឹងយកសំណើទាំងនេះជូនថ្នាក់ដឹកនាំដើម្បីឈានទៅដោះស្រាយបញ្ចប់បញ្ហាតែម្ដងមានរឿងអីក្រៅដីធ្លីនោះចង់បានតែប៉ុណ្្នឹងទេគេហៅថាកំចាប់អស់ឧបទ្រពទាំងឡាយនៅក្នុងធ្វើអាហិង្សាយើងទៅគុំយកមកទៅជែកនេះមានអីយើងទៅជែកដូចថ្ងៃនេះអញ្ចឹងរឿងតែថ្ងៃនេះយើងយកច្រកចេញថាយើងទឹកដៃគ្នាទៅដោះស្រាយនោះដោះស្រាយឲ្យចប់មានអត់អាចមានបញ្ហានេះដើម្បីឲ្យបានបងប្អូនអាស្រ័យផលបើមិនមាននៅតែចេះទៀតគឺមិនចប់ទេកិច្ចពិភាក្សារវាងតំណាងពលរដ្ឋនិងអភិបាលរងខេត្តបន្ទាយមានជ័យធ្វើឡើងចំពោះមុខព្រះគ្រូចៅអធិការវត្តស្ទឹងមានជ័យនិងព្រះសង្ឃ3អង្គផ្សេងទៀតដែលចេញមុខការពារពលរដ្ឋមានបញ្ហាដីធ្លីព្រះសង្ឃ3អង្គនោះមានព្រះដេចគុណសឿនហាយព្រះដេចគុណយិនរតនសុធាវីនិងព្រះដេចគុណលីចាណេនអ្នកតវ៉ាទាំងនោះបញ្ជាក់ថាពួកគាត់នឹងត្រឡប់ទៅផ្ទះវិញភ្លាមបើសិនណាជាពួកគាត់ទទួលបានលិខិតបញ្ជាក់ផ្លូវការពីនាយករដ្ឋមន្ត្រីឬពីប្រធានសភាដែលអាចធានាថាពួកគាត់នឹងទទួលបានដីធ្លីមកវិញនោះខ្ញុំចង់បានតែដីរបស់ខ្ញុំត្រឹមណាប៉ុណ្ណាកន្លែងណាខ្ញុំយកកន្លែងនោះបាទកម្លាំងខ្ញុំមាន230គ្រួសារគឺរបស់គាត់ក្នុងម្នាក់គ្រួសារម្នាក់បាន5ហិកតាក្នុងមួយគ្រួសារមាន230គ្រួសារដីចំណុចណាកន្លែងណាគឺខ្ញុំយកតែកន្លែងរបស់ខ្ញុំប៉ុណ្ណឹងទេយោធិនកាត់រំសាយយោធិនពិការគ្រួសារយោធិនពលីទាំង230គ្រួសារជាអតីតកងកម្លាំងទាហានខ្មែរក្រហមក្រោមបញ្ជារបស់អតីតមេខ្មែរក្រហមលោកសុកភាពនៅស្រុកបាឡៃខេត្តបន្ទាយមានជ័យអតីតទាហានខ្មែរក្រហមទាំងនោះឲ្យដឹងថាពួកគាត់ទទួលបានដីធ្លីជារបបគោលនយោបាយពីលោកហ៊ុនសែននៅក្នុងមួយគ្រួសារ5ហិកតាតាំងពីឆ្នាំ1997ពលរដ្ឋទាំងនោះរស់នៅបង្កបង្កើនផលរហូតដល់ឆ្នាំ2006ទើបដឹងថាអាជ្ញាធរមូលដ្ឋានបានសហការគ្នាជាមួយមេទាហានស័ក្តិធំ2នាក់យកដីនោះទៅលក់ឲ្យឈ្មួញបាត់ទៅហើយពលរដ្ឋទាំងនោះធ្លាប់ដាក់ពាក្យបណ្ដឹងទៅស្ថាប័នសំខាន់មួយចំនួនដែរដូចជាក្រសួងការពារជាតិទីស្តីការគណៈរដ្ឋមន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីសាលាដំបងខេត្តបន្ទាយមានជ័យនិងសាលាខេត្តបន្ទាយមានជ័យជាដើមប៉ុន្តែដំណឹងតបវិញនោះបែរជាស្ងាត់ឈឹងដដែលអតីតទាហានខ្មែរក្រហមម្នាក់ពាក់អាវប៉ារ៉ាកំបុតជើងត្រឹមជង្គង់រៀបរាប់ថាជើងរបស់គាត់ពិការដោយសារការបាញ់គ្នាជាមួយទាហានវៀតណាមរំដោះទឹកដីកាលពីឆ្នាំ1988ពេលនោះលោកអស់សង្ឃឹមណាស់ព្រោះមិនអាចច្បាំងដើម្បីជាតិឲ្យពេញដៃពេញជើងលោកបន្តថាពេលចប់សង្គ្រាមលោកសប្បាយចិត្តទោះបីខ្លួនពិការក៏ដោយព្រោះតែប្រទេសបានសន្តិភាពហើយលោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏សន្យាចែកដីឲ្យទៀតក៏ប៉ុន្តែជីវិតរបស់គាត់បែរជាត្រូវអស់សង្ឃឹមដោយការត្រូវគ្រាប់ម្ដងទៀតនៅពេលដែលគេរំលោភយកដីធ្លីរបស់ពួកគាត់ខ្ញុំបានវិចារពុទ្ធអាស៊ីសេរីភ្នំពេញចាលោកដានៀងជាទីមេត្រីចំណែកអ្នកភូមិតកុងមួយស្ថិតនៅសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យរាជធានីភ្នំពេញបានប្រមូលផ្ដុំគ្នាលើទូកក្នុងបឹងទំពុនកាលពីម្សិលមិញនេះដែរដើម្បីធ្វើសន្និសីទកាសែតនិងរៀបចំពិធីប្រណាំងទូកក្នុងគោលបំណងបង្ហាញអំពីជីវភាពរស់នៅក្រលំបាកគ្មានផ្លូវគមនាគមន៍របស់ពួកគាត់តំណាងអ្នកភូមិតកុងមួយអ្នកស្រីខុនស្រីណូបញ្ជាក់អំពីការលំបាករបស់អ្នកភូមិដែលមិនមានផ្លូវធ្វើដំណើរដោយតំបន់នេះហាក់ដូចជាកាត់ផ្ដាច់ពីទីប្រជុំជនបើទោះបីជាភូមិនេះស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញក៏ដោយព្រោះជាតំបន់លិចទឹកបងប្អូនទាំងអស់ហ្នឹងមានការពិបាកទឹកលិចហ្នឹងមានការដូចថាជាអ្នកស្លាប់ទៅអត់មានផ្លូវធ្វើបន់អត់មានដីធ្វើបន់អញ្ចឹងហើយសុំផ្លូវគេហ្នឹងមកធ្វើនៅលើ
ដូចជាអ្នកឈឺអីយប់ប្រឡប់អីយណាអត់មានទូកអីហើយណាមួយទៀតកូនសិស្សសាលារៀនទៅហួសម៉ោងចាពេលណាទៅរៀនគេពេញទូកទៅសុំគេអត់បានមកអីទៅដល់គ្រូស្ដីឲ្យថាកូនដើមមកអត់ទៀងទាត់តែអត់មានទូកជីហើយអញ្ចឹងទៅខ្ញុំចង់សុំឲ្យលោកអាជ្ញាធរជួយដោះស្រាយផ្លូវខ្ញុំមានការពិបាកទាំងអស់គ្នាអាណិតមេត្តាដល់ភូមិខ្ញុំផងចំណែកតំណាងអ្នកភូមិម្នាក់ទៀតគឺលោកយុនយ៉មរៀបរាប់អំពីក្តីបារម្ភរបស់អ្នកភូមិដែលប្រឈមនឹងការបណ្តេញចេញនាពេលខាងមុខចាលោកនាងជាទីមេត្រីពីខេត្តមណ្ឌលគិរីនៅវិញអាជ្ញាធរខេត្តចាត់វិធានការរុះរើលំនៅឋានប្រជាពលរដ្ឋចំណាក់ស្រុកប្រមាណជា100គ្រួសារចេញពីតំបន់ដែលអ្នកភូមិចូលទៅកាន់កាប់ដោយខុសច្បាប់អ្នកភូមិចាត់ទុកទង្វើនេះថាជាការរំលោភសិទ្ធិមនុស្សហើយនឹងបង្កការលំបាកដល់ប្រជាពលរដ្ឋក្រីក្រខ្វះកន្លែងជ្រកនៅលោករដ្ឋាភិបាលរាយការណ៍ប្រជាពលរដ្ឋនៅភូមិរយឃុំរយស្រុកកោះញែកខេត្តមណ្ឌលគិរីអះអាងថាផ្ទះជាង50កន្លែងត្រូវកងកម្លាំងចម្រុះនៃអាជ្ញាធរខេត្តប្រើប្រាស់គ្រឿងចាក់ផ្ដួលរំលំហើយបណ្តេញឲ្យអ្នកភូមិចាក់ចេញការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី13និងថ្ងៃទី14ខែកញ្ញាដោយមានកងកម្លាំងប៉ូលីសកងរាជអាវុធហត្ថប្រដាប់អាវុធនិងសមត្ថកិច្ចជំនាញផ្សេងទៀតប្រមាណ30នាក់ប្រជាពលរដ្ឋសុំមិនឲ្យបញ្ចេញឈ្មោះរៀបរាប់ថានេះគឺជាការប្រាំអំពើហិង្សាមកលើប្រជាពលរដ្ឋក្រីក្រនិងបង្កឲ្យពលរដ្ឋខ្វះជម្រករស់នៅពេលរដូវភ្លៀងកំពុងធ្លាក់ជោគជាំប្រជាពលរដ្ឋដដែលបន្តថាពួកគាត់ធ្វើចំណាក់ស្រុកពីខេត្តក្រចេះខេត្តកំពង់ចាមមករស់នៅតំបន់នេះធ្វើជាកម្មករក្រុមហ៊ុនសម្បទានដោយសារគ្មានដីប្រកបរបរចិញ្ចឹមជីវិតហេតុនេះក្រមសមត្ថកិច្ចគួរផ្ដល់ដីទីនោះជាសម្បទានសង្គមកិច្ចសម្រាប់ប្រជាពលរដ្ឋសង់លំនៅឋានស្នាក់នៅខ្ញុំថាសូមពន្យាពេលថា5ថ្ងៃចាស់ខ្ញុំទៅទាមទារដល់ស្រុកខេត្តទៅបើគាត់អនុញ្ញាតឲ្យនៅពួកខ្ញុំនៅបំនៅទៅខ្ញុំរុះរើខ្លួនឯងហើយគេមិនអនុញ្ញាតទេគេស្និទ្ធឲ្យគេកាយអូស្ការបងអើយខ្ញុំគ្រាន់យកទូរស័ព្ទកូនក្មេងកូនខ្ញុំនៅកាន់ហ្នឹងវាយកហ្មងទៅចោលអត់ចឹងខ្ញុំบอกថាឲ្យទៅម្ដងទឹកនឹងប្រើផងទៅកុំឲ្យចិត្តពេកកាយលុកម្ដងនឹងទៀតប្រជាពលរដ្ឋឈ្មោះពុទ្ធីឲ្យដឹងដែរថាពួកគាត់បាននាំគ្នាមកស្នាក់នៅក្នុងព្រៃព្រំប្រទល់ខេត្តមណ្ឌលគិរីនិងខេត្តកញ្ចេះជាបណ្ដោះអាសន្នមិនដឹងទៅស្នាក់នៅទីណាទេលោកបន្តថាប្រជាពលរដ្ឋខ្លះមករស់នៅទីនេះប្រមាណ2ឆ្នាំខ្លះទើបមកនៅថ្មីបានដាំដំឡូងធ្វើចំការលើដីនោះប៉ុន្តែសមត្ថកិច្ចបានបំផ្លាញផលដំណាំនោះចោលអស់គ្មានសល់តាំងពីតាមមកហោតែណាแล้วប្រឈមជាមួយគ្នាទៀតហើយជាប្រវត្តិមិនដឹងទៅនៅណាឲ្យរុះរើនៅណាទៀតមិនមានដីលើទាំងហើយចឹងណាចាបងធំតា4 5 6រហូតដល់4 7ក៏មានដែរបាទជើកពោះពីដីសាក់តាំងស្អីបងក៏តាំងស្អីមានចងរោងចងតាំងទេឆ្លើយតបការចោទប្រកាន់នេះអភិបាលស្រុកកោះញែកលោកមើលសឿនអះអាងថានេះគឺជាការអនុវត្តបទបញ្ជារាជរដ្ឋាភិបាលស្តីពីការចូលកាន់កាប់ដីព្រៃអនាធិបតេយ្យហើយកាប់ឆ្ការព្រៃតាំងទីលំនៅខុសច្បាប់លោកថាបានជួលដំណឹង2សប្តាហ៍ឲ្យអ្នកភូមិរុះរើប៉ុន្តែអ្នកភូមិនៅតែមិនព្រមរុះរើចេញឲ្យគាត់ទៅស្រុកកំណើតរបស់គាត់ទិញពីណាឲ្យគាត់ទៅនោះវិញប្រជាពលរដ្ឋគាត់កាប់ត្រៀមដីព្រៃដោយអនាធិបតេយ្យអត់បានទេកាលណាដីជាជំនឿគាត់កន្លះខែមុនហើយគាត់រុះរើគាត់ព្រមការរុះរើនឹងយើងអនុវត្តតាមទីបាទហើយមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត់ហុកខេត្តមណ្ឌលគិរីលោកសុកថាគាត់សម្គាល់ថាអ្នកតាំងទីលំនៅខុសច្បាប់ទាំងនោះភាគច្រើនជនជាតិចាមមកពីខេត្តនានាបាននាំគ្នាកាប់ឆ្ការតំបន់ព្រៃស្រោងដើម្បីយកដីធ្វើចំការលោកសំណូមពរឲ្យអាជ្ញាធរអនុវត្តវិធានការអហិង្សាក្នុងការដោះស្រាយការតាំងទីលំនៅប្រសើរជាងរុះរើដោយបង្ខំលោកអំពាវនាវផងដែរឲ្យប្រជាពលរដ្ឋអ្នកគ្មានដីពិតប្រាកដស្នើសុំដីសម្បទានសង្គមកិច្ចតាមរយៈមន្ត្រីអាជ្ញាធរមូលដ្ឋានដើម្បីស្នើមកអាជ្ញាធរខេត្តជួយដោះស្រាយត្រូវបានឲ្យមានការយោគយល់ទេទោះបីជាប្រជាពលរដ្ឋក៏ដោយទោះបីជាអាជ្ញាធរដែលមានអំណាចក៏ដោយត្រូវតែមានការអនុវត្តច្បាប់ទោះបីគាត់ធ្វើទៅតាមនីតិវិធីច្បាប់មែនគាត់មិនត្រូវបានឲ្យមានការប្រើអំពើហិង្សាទៅប្រជាពលរដ្ឋទេកាលពីចុងឆ្នាំ2013និងដើមឆ្នាំ2014ប្រជាពលរដ្ឋចំណាក់ស្រុកប្រមាណ500គ្រួសារត្រូវបានអាជ្ញាធរខេត្តមណ្ឌលគិរីបណ្តេញចេញពីការតាំងទីលំនៅខុសច្បាប់នៅស្រុកកោះញែកខ្ញុំរដ្ឋាភិបាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីចាលោកនាងជាទីមេត្រីមនុស្ស3នាក់ត្រូវបានជន់ស្រវឹងស្រាម្នាក់កាប់ឲ្យស្លាប់ទាំងអស់គ្នាខណៈកំពុងដេកលក់នៅក្នុងខ្ទមនៅជនបទនៃស្រុកជ័យសែនខេត្តព្រះវិហារនាយប៉ូលីសស្រុកជ័យសែនលោកងួននៀមដែលត្រង់សម្ដីដែលទីភ្នាក់ងារព័ត៌មានសិនហួរឲ្យដឹងថាហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញជនរងគ្រោះទាំង3នាក់នោះរួមមានឪពុកម្ដាយនិងកូនប្រុសរីឯជនដៃដល់ដែលមានអាយុ25ឆ្នាំពុំបានរត់គេចខ្លួនពីកន្លែងកើតហេតុឡើយហើយបានតដៃជាមួយក្រុមប៉ូលីសដែលបានចូលទៅចាប់
ចាប៉ូលីសបញ្ជាក់ថាជនដៃដល់និងជនរងគ្រោះគឺជាអ្នកជិតខាងគ្នាប៉ុន្តែมันបានបញ្ជាក់ប្រាប់ពីដើមហេតុដែលបណ្ដាលឲ្យមានការកាប់សម្លាប់នេះឡើយបើរកទៅឃើញមានទោសជនដៃដល់នឹងអាចជាប់គុកអស់មួយជីវិតលោកអ្នកស្ដាប់ជាទីមេត្រីខ្មែរអាមេរិកាំងប្រមាណ750នាក់មកជួបជុំគ្នានៅក្រុង Annandale រដ្ឋ Virginia ដើម្បីពិភាក្សាពីបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាប្រធានអង្គការខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឬហៅកាត់ថាខារ៉ាត់លោកយ៉បកំតឹងមានប្រសាសន៍ប្រាប់បច្ចុប្បន្នអស៊ីសេរីតាមទូរស័ព្ទថាគោលដៅសំខាន់នៃវេទិកាតុកមូលនេះគឺដើម្បីវែកញែកថាតើនៅកម្ពុជាពិតជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដឬក៏យ៉ាងណាពួកយើងធ្វើកម្មវិធីហ្នឹងដើម្បីរំលឹកបង្គាប់ពីរឿងលទ្ធិប្រជាធិបតេយ្យយើងធ្វើហ្នឹងដើម្បីបញ្ចេញមតិពីខ្មែរអាមេរិកាំងទៅលើលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរសំខាន់ជាងគេយើងចង់បានលទ្ធិប្រជាធិបតេយ្យត្រឹមត្រូវនៅស្រុកខ្មែរយើងជជែកបកស្រាយពីរឿងលទ្ធិប្រជាធិបតេយ្យនៅស្រុកខ្មែរយើងស្រុកខ្មែរហ្នឹងយ៉ាងម៉េចហើយយើងចង់ថាឃើញថាពួកមន្ត្រីនៅស្រុកខ្មែរហ្នឹងធ្វើយ៉ាងម៉េចឲ្យបានឃើញថាលទ្ធិប្រជាធិបតេយ្យហ្នឹងឲ្យបានប្រកបកុំឲ្យធ្វើទៅក៏ថាយកឈ្មោះតានាមលទ្ធិប្រជាធិបតេយ្យប៉ុន្តែធ្វើកិច្ចការមិនប្រព្រឹត្តទៅតាមហ្នឹងចាការជួបពិភាក្សានេះដែលប្រព្រឹត្តទៅកាលពីរសៀលថ្ងៃទី14ខែកញ្ញាក៏ជាការចូលរួមប្រពៃទិវាអន្តរជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ15ខែកញ្ញាបន្ថែមពីនេះវេទិកាតុកមូលនេះក៏ជាឱកាសមួយសម្រាប់បរិវត្តខ្មែរអាមេរិកាំងបញ្ចេញទស្សនៈនិងយោបល់អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជាគឺនៅបន្ទាប់ពីគណៈបក្សសង្គ្រោះជាតិនិងគណៈបកប្រជាជនកម្ពុជាបានព្រមព្រៀងគ្នាកាលពីថ្ងៃទី22ខែកក្កដាកន្លងមកនេះសំខាន់បំផុតអ្នកចូលរួមចង់ឲ្យខ្មែរនៅក្រៅប្រទេសទោះបីជាមានទស្សនៈយោបល់ខុសគ្នាក៏ដោយប៉ុន្តែពួកគេអាចធ្វើការរួមគ្នាក្នុងគោលដៅតែមួយដើម្បីជំរុញឲ្យមានឯករាជ្យភាពលទ្ធិប្រជាធិបតេយ្យនិងវឌ្ឍនភាពនៅក្នុងប្រទេសកម្ពុជាលោកនាងកញ្ញាទៅបានស្ដាប់ព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរីដែលរៀបចំជូនដោយនាងខ្ញុំម៉ៅសុធានីសូមលោកនាងរងចាំស្ដាប់សេចក្តីរាយការណ៍ផ្សេងៗទៀតនៅក្នុងការផ្សាយរបស់យើងនាពេលបន្តិចទៀតនេះចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅក្នុងការផ្សាយជាបន្តទៅទៀតនេះយើងខ្ញុំមានសេចក្តីរាយការណ៍ផ្ដោតអំពីប្រជាពលរដ្ឋនៅខេត្តស្វាយរៀងនិងព្រៃវែងបារម្ភពីការកកស្ទះសាឡាងអ្នកលឿងក្នុងដំណើរថ្ងៃសម្រាប់ភ្ជុំបិណ្ឌទស្សនៈនិងក្តីបារម្ភរបស់យុវជនជុំវិញវប្បធម៌លាបពណ៌គ្នាទំនាស់ដណ្ដើមដីធ្លីនៅតំបន់ចំបក់បីដើមនៃឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបសហគមន៍ជនជាតិដើមភាគតិចនៅខេត្តរតនគិរីទាមទារដីព្រៃសហគមន៍ពីក្រុមហ៊ុនវៀតណាម CRD ហើយនៅចុងកម្មវិធីលោកអ្នកនឹងបានស្ដាប់ព័ត៌មានបញ្ចប់ចាសសូមអញ្ជើញលោកនាងកញ្ញាស្ដាប់សេចក្តីរាយការណ៍ទាំងនេះជាបន្តបន្ទាប់ដូចតទៅសេចក្តីរាយការណ៍ពិស្ដាចាលោកនាងជាទីមេត្រីនៅថ្ងៃឈប់សម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរម្ដងគេតែងសង្កេតឃើញមានមនុស្សម្នាជាច្រើនដែលធ្វើការនៅឆ្ងាយពីផ្ទះពួកគាត់តែងវិលត្រឡប់ទៅជួបជុំបងប្អូនដើម្បីទៅធ្វើបុណ្យនៅឯស្រុកកំណើតរៀងខ្លួនក្នុងដំណើរវិលត្រឡប់នៅថ្ងៃបុណ្យជាតិនេះប្រជាពលរដ្ឋនៅខេត្តព្រៃវែងនិងខេត្តស្វាយរៀងដែលធ្វើការនៅរាជធានីភ្នំពេញកំពុងព្រួយបារម្ភខ្លាចកកស្ទះចរាចរណ៍នៅកំពង់ចម្លងសាឡាងអ្នកលឿងហើយខកខានដំណើរច្រើនម៉ោងមិនអាចទៅដល់ស្រុកកំណើតតាមការកំណត់ចាលោកហ៊ុំចម្រើនមានសេចក្តីរាយការណ៍ព័ត៌មាននេះដូចតទៅចរាចរណ៍នៅកំពង់ចម្លងអ្នកលឿងចាប់ផ្ដើមកកស្ទះបណ្ដើចាប់តាំងពីថ្ងៃកាន់បិណ្ឌវេនទី4មកដោយពីមួយថ្ងៃទៅមួយថ្ងៃអ្នកធ្វើដំណើរកាន់តែកើនឡើងជាបន្តបន្ទាប់នៅថ្ងៃទី14កញ្ញាការកកស្ទះនៅកំពង់ចម្លងអ្នកលឿងកាន់តែមមាញឹកឡើងទ្វេដងហើយការកកស្ទះខ្លាំងចាប់ពីថ្ងៃទី18កញ្ញារហូតដល់ថ្ងៃទី28កញ្ញាដោយហេតុថាជាថ្ងៃគៀកភ្ជុំបិណ្ឌនិងថ្ងៃដែលវិលត្រឡប់ទៅរាជធានីភ្នំពេញ
បញ្ហាទាំងនេះជាហេតុធ្វើឲ្យកម្មករដែលធ្វើការនៅរាជធានីភ្នំពេញមួយចំនួនពួកគេធុញទ្រាន់មិនចង់វិលត្រឡប់ទៅលេងស្រុកកំណើតនៅថ្ងៃបុណ្យជាតិសំខាន់ៗនោះទេកម្មការិនីនៅស្រុករំដួលខេត្តស្វាយរៀងម្នាក់គឺអ្នកស្រីពៅស៊ីណាថ្លែងឲ្យដឹងថាបុណ្យភ្ជុំបិណ្ឌឆ្នាំនេះអ្នកស្រីមិនចង់វិលត្រឡប់ទៅធ្វើបុណ្យនៅឯស្រុកកំណើតនោះទេប្រសិនបើអាចទៅរួចនោះពីព្រោះធុញទ្រាន់ក្នុងការកកស្ទះចរាចរណ៍នៅកំពង់ចម្លងអ្នកលឿងជាច្រើនម៉ោងអ្នកស្រីបន្តថានៅថ្ងៃបុណ្យជាតិកាលពីឆ្នាំកន្លងទៅដើម្បីរងចាំឆ្លងសាឡាងអ្នកស្រីត្រូវចំណាយពេលប្រមាណដល់ទៅ6ម៉ោងឯណោះពេលវេលាយើងទៅបានតិចនៅដល់ពេលយើងនៅខាតពេលវេលានៅសាលានៅលើអញ្ចឹងយើងបាក់ចិត្តដែរណាបាក់ខ្លាំងមែនណាណាពេលចូលនៅចាំនៅជាចាំនៅផ្លូវម្ដាយទៅផ្ទះយើងក៏ចង់ទៅជួយឪពុកម្ដាយយើងឲ្យបានយូរណាពេលវេលាទៅឆ្លងសាលាអញ្ចឹងទៅខាតពេលវេលាយើងហើយពេលឆ្លងហ្នឹងពេលបារម្ភមកពេលសាលាវាចេញទៅពូជួនហ្នឹងខ្ញុំធ្វើដំណើរជិះម៉ូតូណាទៅឡើងទៅសាលាវាចេញទៅជើងមកខាងជួបលើសាលាជើងមកខាងនៅក្រោយអញ្ចឹងកម្មករជាច្រើនដែលធ្វើដំណើរតាមផ្លូវជាតិលេខ1តែងត្អូញត្អែដូចគ្នាចំពោះការខកខានដំណើរដោយសារការកកស្ទះចរាចរណ៍នៅកំពង់ចម្លងអ្នកលឿងពួកគេលើកឡើងថាមានពេលឈប់សម្រាកបន្តិចបន្តួចដើម្បីទៅជួបជុំបងប្អូនធ្វើបុណ្យរួមគ្នាឲ្យសប្បាយក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌប៉ុន្តែត្រូវខកខានដំណើរមិនបានដោយក្តីស្រមៃនោះទេកម្មករនៅស្រុកស្វាយជ្រុំខេត្តស្វាយរៀងម្នាក់ទៀតគឺលោកកៅស៊ុយអេតឲ្យដឹងថាកាលពីបុណ្យភ្ជុំបិណ្ឌឆ្នាំកន្លងទៅរថយន្តកកស្ទះនៅកំពង់ចម្លងអ្នកលឿងបន្តកន្ទុយគ្នាប្រមាណ2គីឡូម៉ែត្រហើយឆ្នាំនេះក៏មិនខុសពីឆ្នាំមុននោះទេពីព្រោះមិនទាន់នឹងដល់ថ្ងៃបុណ្យធំផងការធ្វើដំណើររថយន្តចាប់ផ្ដើមកកស្ទះបន្តកន្ទុយគ្នាបណ្ដើរទៅហើយលោកបន្តថាការកកស្ទះអាចធូរស្រាលបានខ្លះប្រសិនបើរៀបចំសម្ដាប់ធ្នាប់ទៅតាមលេខរៀងរបស់រថយន្តអ្នកធ្វើដំណើរនោះអានភាពមើលទៅរត់ស្រាចរយើងឲ្យបានច្បាស់លាស់ទៅហើយទៅរលូនស្រួលដែរជួនកាលឡានធ្វើដំណើរផ្ដល់អត្ថប្រយោជន៍ទៅឡានដែលមានវិខាដឹកអ្នកដំណើរល្អអញ្ចឹងបានឲ្យចេញមុននឹងថាឡានតាក់ស៊ីអញ្ចឹងទៅខកទៅចាំជើងអញ្ចឹងទៅចាំលេខរៀងចាំអីអញ្ចឹងវាពិបាកហ្នឹងហ៎ដូចឡានល្អណានគេធ្វើដំណើរជាអ្នកធំអីអញ្ចឹងជ្រើឲ្យបានមុនអញ្ចឹងឡានគេបន្តផ្ទាប់វាវេទនាអញ្ចឹងដែរឡានរត់តាក់ស៊ីកម្មករនៅក្នុងនោះអញ្ចឹងវាយូរម៉ោងដោយសារចឹងដែរហ៎ខ្ញុំមើលបញ្ហាទៅរីឯកម្មការិនីធ្វើការរោងចក្រនៅរាជធានីភ្នំពេញមកពីខេត្តព្រៃវែងម្នាក់ទៀតមានក្តីកង្វល់ថាពួកគេកំពុងព្រួយបារម្ភចំពោះការធ្វើដំណើរទៅចូលរួមធ្វើបុណ្យជួបជុំបងប្អូននៅឯស្រុកកំណើតក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌកម្មការិនីរូបនេះបន្តថាជីវិតជាកម្មកររោងចក្រប្រាក់ខែបន្តិចបន្តួចសម្រាប់តែចិញ្ចឹមក្រពះម្នាក់ឯងស្ទើរតែមិនគ្រប់ផងបើទោះជាយ៉ាងនេះក្តីកម្មការិនីរូបនេះនិយាយថាចង់ទៅលេងស្រុកកំណើតជួបជុំបងប្អូនឲ្យបានច្រើនថ្ងៃក្នុងឱកាសថ្ងៃបុណ្យភ្ជុំឆ្នាំនេះប៉ុន្តែมันអាចទៅរួចនោះទេពីព្រោះថាខាងរោងចក្រអនុញ្ញាតឲ្យឈប់សម្រាកចំនួន3ថ្ងៃដោយក្នុងនោះការធ្វើដំណើរទៅមកអស់2ថ្ងៃទៅហើយកម្មការិនីរូបនេះបន្តថាក្នុងមួយឆ្នាំបានទៅលេងស្រុកកំណើតចំនួន2លើកហើយក្នុងមួយលើកស្ទើរតែមិនបានជួបមុខបងប្អូនគ្រប់គ្នាផងដល់ថ្ងៃត្រឡប់ទៅធ្វើការវិញទៅហើយពលរដ្ឋរូបនេះបន្ថែមថាថ្ងៃឈប់ជាបញ្ហាមួយទៅហើយដែលមិនអាចជួបមុខបងប្អូនយូរអង្វែងនោះប៉ុន្តែអ្វីដែលពិបាកជាងនោះគឺការកកស្ទះរថយន្តបន្តកន្ទុយគ្នារដឹកដូចខ្យងនៅកំពង់ចម្លងអ្នកលឿងដែលការកកស្ទះនោះធ្វើឲ្យពិបាកទាំងការហូបចុកនិងការបន្តបង់ស្ទើរតែទ្រាំមិនបានអាការជុំបិណ្ឌហ្នឹងខ្ញុំអត់ចង់ទៅផ្ទះឯងព្រោះអីផ្ទះស្រាអ្នកលឿងអញ្ចឹងហើយអត់មានអារម្មណ៍ថាចង់ទៅផ្ទះឯងទៅមិនបើសម្រាប់ទៅដល់ផ្ទះហ្នឹងផ្ទះចរាចរណ៍បាត់ហើយហ្នឹងហើយពិបាកផ្លូវអាចារ្យទៅបងទៅទៀនអីដល់ពេលនៅផ្ទះឡើងមួយថ្ងៃអីអញ្ចឹងពិបាកដល់ពេលជាទៅដល់ម៉ោង6ល្ងាចអីអញ្ចឹងប្រហែលជាម៉ោង6ព្រឹកបានដល់វេនយើងទៅឆ្លងអីអញ្ចឹងហើយឡានវាច្រើនអញ្ចឹងហើយគេក៏ងាយបើឲ្យយើងទៅដែរតាក់ទងនឹងបញ្ហានេះអភិបាលស្រុកពាមរលោកជុំសមឿនមានប្រសាសន៍បញ្ជាក់ថាអាជ្ញាធរស្រុកបានចាត់កម្លាំងប៉ូលីសនិងមន្ត្រីកងរាជអាវុធហត្ថប្រមាណ40នាក់ដើម្បីប្រចាំការសម្រួលចរាចរណ៍នៅចំណុចកំពង់ចម្លងអ្នកលឿងដោយដាក់ពង្រាយចាប់តាំងពីថ្ងៃទី12រហូតដល់ថ្ងៃទី28កញ្ញាបើទោះជាយ៉ាងនេះក្តីលោកទទួលស្គាល់ថាការកកស្ទះចរាចរណ៍គឺជៀសមិនផុតនោះទេពីព្រោះអ្នកធ្វើដំណើរមានចំនួនច្រើនរីឯការដឹកជញ្ជូនត្រូវចំណាយពេលទៅមកប្រមាណកន្លះម៉ោងក្នុងមួយជើងទោះជាយ៉ាងនេះក្តីលោកបញ្ជាក់ថាកម្លាំងអាជ្ញាធរបានត្រៀមរួចជាស្រេចដើម្បីសម្រួលកាត់បន្ថយការកកស្ទះនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋអូអត់អីទេ
ក្រុមសន្តិសុខរបស់ខេត្តហើយរបស់ខេត្តនឹងអធិការមួយអភិបាលស្រុកណាជុំគ្នាឲ្យរៀបចំផែនការយុទ្ធសាស្ត្រហើយថាគួរបញ្ជាអីយ៉ាងម៉េចដើម្បីការកកស្ទះនឹងទី1ណាទី2យើងមើលថាកិច្ចការខ្លះកុំឲ្យវាមានការប្រឡែងប្រឡំនេះណាវានាំឲ្យការលំបាកដល់ប្រជាពលរដ្ឋបានគិតហើយជាមួយក្នុងនាយងបានពិភាក្សានេះទឹកខាងកុំឲ្យវាមានណាអមថាពាក់ព័ន្ធរឿងអីផ្សេងៗទេណាតាមពិតវាគ្មានទេសប្តាហ៍ថ្ងៃនៅកំពង់ចម្លងអ្នកលឿងមានសាឡាងសម្រាប់ដឹកអ្នកដំណើរចំនួន4គ្រឿងគឺទៅមកម្ខាង2គ្រឿងដោយក្នុងមួយគ្រឿងអាចផ្ទុកមនុស្សបានប្រមាណ200នាក់និងរថយន្តធុនតូចប្រមាណ18គ្រឿងអ្នកធ្វើដំណើរចាប់ពីថ្ងៃទី12ដល់ថ្ងៃទី23កញ្ញាការកកស្ទះនៅត្រើយខាងលិចព្រោះមានមនុស្សចេញពីភ្នំពេញទៅកាន់ខេត្តស្រុកកំណើតច្រើនចំណែកនៅត្រើយខាងកើតអ្នកដំណើរកកស្ទះខ្លាំងចាប់ពីថ្ងៃទី24ដល់ថ្ងៃទី28កញ្ញាគឺជាថ្ងៃវិលត្រឡប់មករាជធានីភ្នំពេញវិញខ្ញុំហុំចម្រើនវិទ្យុអាស៊ីសេរីពីខេត្តព្រៃវែងលោកណានៀងជាទីមេត្រីវប្បធម៌លាបពណ៌គ្នាក្នុងបរិបទសង្គមមុននិងពេលបច្ចុប្បន្ននេះត្រូវបានក្រុមយុវជនលើកយកមកពិភាក្សាយ៉ាងផុសផុលកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញគឺនៅសាកលវិទ្យាល័យសាមញ្ញរាជធានីភ្នំពេញគោលបំណងនៃវេទិកានេះគឺដើម្បីលើកទឹកចិត្តឲ្យយុវជនបង្ហាញទស្សនៈនិងក្តីបារម្ភជុំវិញប្រធានបទនេះព្រមទាំងផ្ដល់ឱកាសចូលរួមផ្ដល់ជាដំណោះស្រាយវេទិកានេះរៀបចំឡើងដោយអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនដែលមានការចូលរួមប្រមាណជាង400នាក់និងមន្ត្រីជាន់ខ្ពស់ពីរដ្ឋាភិបាលអ្នកវិភាគបញ្ហាសង្គមនិងមន្ត្រីសង្គមស៊ីវិលមួយចំនួនទៀតលោកសេកបណ្ឌិតរាយការណ៍អំពីរឿងនេះក្រុមយុវជនវាគ្មិនកិត្តិយសនិងអ្នកចូលរួមក្នុងវេទិកាយុវជនស្ដីពីវប្បធម៌លេបពណ៌គ្នានៅកម្ពុជាយល់ថាវប្បធម៌នេះគួរត្រូវបញ្ចប់និងចាត់ទុកបញ្ហានេះបានកប់ជ្រៅក្នុងបញ្ហាសង្គមព្រមទាំងផ្ដល់នូវផលប៉ះពាល់យ៉ាងខ្លាំងសម្រាប់ការដឹកនាំអភិវឌ្ឍប្រទេសប្រកបដោយសុចរិតនោះក្រុមយុវជនព្រះសង្ឃដែលនិមន្តនិងអញ្ជើញចូលរួមបានដាក់ជាសំណួរបង្ហាញទស្សនៈនិងសម្ដែងរឿងឈុតខ្លីជុំវិញប្រធានបទនេះដើម្បីឲ្យមន្ត្រីតំណាងរដ្ឋាភិបាលគឺលោកផៃស៊ីផានជារដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្តីការគណៈរដ្ឋមន្ត្រីចូលរួមពិភាក្សាព្រមទាំងផ្ដល់ដំណោះស្រាយក្រុមនិស្សិតមួយចំនួនបានលើកឡើងថាការលាបពណ៌គ្នាធ្វើឲ្យបាត់បង់នៅភាពពិតជាក់ស្ដែងហើយអ្វីដែលងាយមើលឃើញគឺសុទ្ធតែជារឿងបោកបញ្ឆោតខ្លែងបន្លំហើយអ្នកដែលមានឥទ្ធិពលធ្វើរឿងនេះបានជោគជ័យគឺច្រើនជាអ្នកមានអំណាចដឹកនាំប្រទេសយុវតីម្នាក់ឈ្មោះហ៊ុនស៊ីនួនជាអតីតនិស្សិតសង្គមគិច្ចនៃសាកលវិទ្យាល័យភ្នំពេញបច្ចុប្បន្នធ្វើការនៅអង្គការយុវសន្តិភាពបានផ្ដល់ទស្សនៈថាអ្នកដែលលាបពណ៌គ្នាមិនប្រកាសចេញពីរដ្ឋាភិបាលឬបកនយោបាយទេក៏ប៉ុន្តែការលាបពណ៌គ្នាដែលមានឥទ្ធិពលខ្លាំងច្រើនចេញពីប្រភពរដ្ឋអំណាចឬអ្នកមានអំណាចទូទៅចឹងអ្នកមានអំណាចវាមិនសំដៅលើតែគណៈបកនយោបាយឬក៏មិនសំដៅទៅលើតែរដ្ឋាភិបាលទេវាអាចជាស្ថាប័នណាដែលមានអំណាចឬក៏បុគ្គលណាដែលមានអំណាចហ្នឹងគាត់និយាយទៅធ្វើឲ្យវាមានឥទ្ធិពលទៅលើការលាបពណ៌នឹងច្រើនជាងប្រជាជនដែលគាត់លាបពណ៌ទៅវិញទៅមករវាងសហគមន៍ហ្នឹងយុវតីរូបនេះបន្តថាវប្បធម៌លាបពណ៌គ្នាមិនចំណេញដល់សង្គមជាតិទេផ្ទុយទៅវិញចំណេញតែទៅលើអ្នកនយោបាយក៏ប៉ុន្តែក្រុមទាំងនេះច្រើនតែចងភ្ជាប់រឿងរ៉ាវទាំងអម្បានទៅនឹងបញ្ហាសង្គមហើយបញ្ហាទាំងអស់នេះងាយនឹងគ្រោះថ្នាក់ដល់អ្នកទន់ខ្សោយដែលធ្លាក់ដល់ការចោទប្រកាន់តាមផ្លូវច្បាប់ជុំវិញប្រធានបទនេះដែរលោកផៃស៊ីផានបានអត្ថាធិប្បាយយ៉ាងច្រើនជុំវិញបរិបទសង្គមចាស់និងថ្មីនិងបានឲ្យតម្លៃចំពោះការចូលរួមរបស់យុវជនប៉ុន្តែលោកមិនបកស្រាយចំពោះការលើកឡើងថាវប្បធម៌លាបពណ៌គ្នានេះច្រើនកើតចេញពីរដ្ឋាភិបាលដឹកនាំប្រទេសនោះទេយុវជនបានលើកហើយគឺបង្កើតវប្បធម៌ថ្មីបញ្ចប់នឹងការលាបពណ៌ដូច្នេះអានេះជាចម្លើយរួចស្រេចទៅហើយអ្វីដែលគេបានឆ្លងកាត់គឺការលាបពណ៌ដូច្នេះខ្ញុំមិនចង់ដាក់កំហុសទៅអ្នកណាទេយើងថាយើងទាំងអស់គ្នារួមគ្នាដើម្បីបញ្ចប់ការលាបពណ៌ចំណែកអ្នកវិភាគឯករាជ្យនិងជាអ្នកស្រាវជ្រាវលើការអភិវឌ្ឍសង្គមលោកកែមលីវិញបានលើកបង្ហាញអំពីការលាបពណ៌គ្នាក្នុងសង្គមនយោបាយបច្ចុប្បន្នដែលនាំឲ្យមានការចោទប្រកាន់ខុសឬត្រូវដោយគ្មានការវិនិច្ឆ័យមួយប្រកបដោយសុក្រិតភាពដែលអាចឲ្យជឿទុកចិត្តបានលោកថាបើអ្នកធំមានអំណាចលាបពណ៌មកលើប្រជាពលរដ្ឋ
មិនសូវជាមានបញ្ហាអ្វីធំដុំទេតែបើប្រជាពលរដ្ឋហ៊ានលាបពណ៌ទៅលើមន្ត្រីធំវិញចង់មិនចង់អាចคล้ายទៅជារឿងចោទប្រកាន់ធំដុំអាចរហូតជាប់គុកច្រវាក់ថែមទៀតប៉ុន្តែអ្នកណាដែលផលទៅវិញគឺតុលាការប្រសិនបើតុលាការមិនដើរទូនីតិដោយឯករាជ្យបំផុតទេគឺអ្នកនឹងជាប់គុកអត់បំពេញអត់ប្រយោជន៍ប្រសិនបើអត់មានការចោទប្រកាន់លោកកែមលេខបានផ្ដល់នូវអនុសាសន៍មួយចំនួនដែលអាចបញ្ចប់ការលាបពណ៌គ្នាឬចោទប្រកាន់គ្នាដោយខុសការពិតក្នុងនោះមានដូចជាការពង្រឹងការសិក្សាស្រាវជ្រាវតាមបែបចូលរួមទាំងអស់គ្នាត្រូវមានអ្នកជំនាញខាងស៊ើបអង្កេតច្បាស់លាស់និងឯករាជ្យពង្រឹងយន្តការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការហើយចំណែកតុលាការត្រូវតែឯករាជ្យផ្ដល់យុត្តិធម៌ដល់អ្នកដែលត្រូវគេចោទប្រកាន់នោះទើបអាចជៀសផុតពីការគ្រោះថ្នាក់ដោយសារការលាបពណ៌គ្នាឬចោទប្រកាន់គ្នាខុសការពិតនោះបានរំលឹកទៅប្រវត្តិសាស្ត្រខាងដើមបង្ហាញថាការផ្លាស់ប្ដូរពីរបបមួយទៅរបបមួយអ្នកនយោបាយតែងតែកេងចំណេញពីគ្នាផ្ដួលរំលំគ្នាបំផ្លាញគ្នាទៅវិញទៅមកតាមរយៈវប្បធម៌លាបពណ៌នេះក៏ប៉ុន្តែគ្រោះថ្នាក់ចំពោះប្រទេសជាតិនិងវាសនាអនាគតរបស់យុវជនជារឿយៗពុំមានអ្នកទទួលខុសត្រូវឡើយបញ្ហានេះទៀតសោតកំពុងតែស្ថិតនៅរ៉ាំរ៉ៃក្នុងសង្គមខ្មែរនិងកំពុងក្លាយទៅជាជំងឺរបស់អ្នកនយោបាយតើតើនឹងករណីនេះដែរប្រធានអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជនកម្ពុជាហៅកាត់ថា YRDP លោកជាងសុខាដែលជាអ្នកផ្ដើមលើកយកប្រធានបទនេះមកពិភាក្សាមិនចង់ឲ្យដានចាស់នេះវិលមកជាថ្មីទៀតសម្រាប់យុវជនចំនួនថ្មីនិងមិនចង់ឲ្យសង្គមថ្មីមានដំបៅចាស់នេះបន្តទៀតឡើយអញ្ចឹងហើយយើងមិនចង់បន្តអវបធម៌ហ្នឹងនៅក្នុងសង្គមខ្មែរជាពិសេសនៅចំនួនយុវជនសកលក្រោយនេះប្រហែលជាខ្លាយទៅជាមនុស្សថ្មីមួយក្នុងការចូលរួមនៅក្នុងសកម្មភាពនយោបាយដើម្បីលុបបំបាត់ឬក៏កាត់បន្ថយនៅអវបធម៌លាបពណ៌ព្រោះវាអត់មានចំណេញអីក្រៅពីការបែកបាក់វាអត់មានចំណេញអីក្រៅពីការឈឺចាប់វាអត់មានចំណេញអីពីការសម្លាប់គ្នាទេកន្លងមកគឺដោយសារតែរឿងអស់ហ្នឹងបាទគោលបំណងរបស់វេទិកាយុវជនដែលលើកប្រធានបទវប្បធម៌លាបពណ៌គ្នានៅកម្ពុជាគួរត្រូវបញ្ចប់មកពិភាក្សានេះគឺចង់លើកទឹកចិត្តឲ្យយុវជនបង្ហាញទស្សនៈនិងក្តីកង្វល់ព្រមទាំងឆ្លុះបញ្ចាំងពីប្រធានបទនេះទៅលើអ្នកនយោបាយមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធព្រមទាំងប្រជាពលរដ្ឋចំពោះការចូលរួមក្នុងសកម្មភាពសង្គមនិងនយោបាយដើម្បីលើកកម្ពស់ការឲ្យតម្លៃនិងទទួលស្គាល់ភាពផ្សេងគ្នានៃគំនិតក្នុងការចូលរួមអភិវឌ្ឍសង្គមប្រជាធិបតេយ្យនៅកម្ពុជាខ្ញុំសេកបណ្ឌិតវិទ្យុអាស៊ីសេរីភ្នំពេញលោកនាងជាទីមេត្រីប្រជាប្រដ្ឋជាង80គ្រួសារនៅតំបន់ចំបក់បីដើមនៅឃុំត្បែងស្រុកបន្ទាយស្រីខេត្តសៀមរាបបានតវ៉ាប្រឆាំងនឹងមន្ត្រីរដ្ឋបាលព្រៃឈើអស់រយៈពេល4ឆ្នាំដើម្បីទាមទារយកដីចម្ការរបស់ពួកគាត់ក៏ប៉ុន្តែបន្ទាប់ពីអាជ្ញាធរខេត្តសៀមរាបសម្រេចប្រគល់ដីជាង90ហិកតាទៅឲ្យប្រជាប្រដ្ឋវិញនោះក៏ស្រាប់តែមានក្រុមអ្នកភូមិប្រមាណជា300នាក់ផ្សេងទៀតបានចេញមុខទៅចាប់យកដីបង្កើតឲ្យមានបញ្ហាប្រឈមមុខដាក់គ្នាដែលគួរឲ្យព្រួយបារម្ភលោកហងសាយុទ្ធរាយការណ៍អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលចំនួន2នៅខេត្តសៀមរាបអំពាវនាវឲ្យអាជ្ញាធរខេត្តនេះត្រូវប្រញាប់ប្រញាល់ដោះស្រាយរឿងដីធ្លីនៅតំបន់ចំបក់បីដើមឃុំត្បែងស្រុកបន្ទាយស្រីឲ្យបានត្រឹមត្រូវនិងឆាប់រហ័សដើម្បីបញ្ជៀសចេញនៅអំពើហិង្សានានាដែលអាចកើតមានជាយថាហេតុដោយសារតែប្រជាពលរដ្ឋពីរក្រុមកំពុងប្រឈមមុខដាក់គ្នាចាប់តាំងតែពីថ្ងៃទី4ខែកញ្ញាក្រុមប្រជាពលរដ្ឋចំនួន300នាក់មកពីភូមិត្បែងខាងលិចបានលើកគ្នាសម្រុកចូលទៅចាប់ដីតំបន់ចំបក់បីដើមដែលប្រជាពលរដ្ឋចំនួន85គ្រួសារផ្សេងទៀតបានទាមទារពីរដ្ឋបាលព្រៃឈើរយៈពេល4ឆ្នាំមកហើយនោះតំណាងសហគមន៍ប្រជាពលរដ្ឋចំបក់បីដើមគឺលោកច័ន្ទរិទ្ធលោកមានប្រសាសន៍ថាចាប់តាំងពីឆ្នាំ2010គឺមន្ត្រីផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីបានដកហូតយកដីចម្ការរបស់ពួកគាត់ទៅធ្វើជាកន្លែងដាំកូនឈើនៃទ្រនាប់ឧទ្យានជាតិភ្នំគូលែនក៏ប៉ុន្តែកាលពីដើមខែកញ្ញាឆ្នាំ2014អភិបាលខេត្តសៀមរាបបានសម្រេចប្រគល់ដីទំហំជាង90ហិកតាមកឲ្យសហគមន៍របស់លោកវិញលោកច័ន្ទរិទ្ធមានប្រសាសន៍ទៀតថាបន្ទាប់ពីអាជ្ញាធរខេត្តសៀមរាបនិងស្រុកបន្ទាយស្រីប្រគល់ដីមកឲ្យសហគមន៍របស់លោកវិញហើយត្រៀមចុះវាស់ចែកប្រជាពលរដ្ឋចំនួន85គ្រួសារស្រាប់តែមានប្រជាពលរដ្ឋចំនួនប្រហែល300នាក់មកពីតំបន់ផ្សេងៗនាំគ្នាចូលទៅចាប់យកដីទាំងនោះដោយគ្មានច្បាប់ទម្លាប់តែម្ដង
ទោះយ៉ាងណាលោកច័ន្ទរិទ្ធប្រកាន់ជំហរថាលោកនឹងមិនព្រមបែងចែកដីទាំងនោះទៅឲ្យអ្នកផ្សេងក្រៅពីប្រជាពលរដ្ឋនៅចំបក់3ដើមទេអញ្ចឹងបាន90ប៉ុន្តែក្នុងប្លង់ខ្ញុំវា 96.4 ពួកគេមកដល់គេនាំគ្នាទៅបោះបកគោលយកគេថាដីបោះចាស់គេណានៃហើយដីនឹងដីបោះចាស់ណាមើលពួកខ្ញុំទាំងអស់នេះរស់នឹងដីនេះហើយអត់ឲ្យរើពីណាទេសម្រាប់តែប្រជាពលរដ្ឋខ្ញុំប៉ុណ្ណេះខ្ញុំតស៊ូអហិង្សាប្រជាពលរដ្ឋខ្ញុំហាមទីបងប្អូនខ្ញុំកាច2នាក់ក៏ខ្ញុំឲ្យទៅចិត្តដែរចំណែកឯក្រុមប្រជាពលរដ្ឋចំនួន300នាក់ដែលសម្រុកចូលទៅចាប់យកដីនោះហាក់ដូចជាមានអ្នកមានអំណាចឬក៏មានអ្នករៀបចំផែនការណាមួយឲ្យចូលទៅធ្វើដូច្នេះក៏ប៉ុន្តែពួកគេមិនបានបង្ហាញឲ្យដឹងពីគោលការណ៍អ្វីមួយឡើយដោយគ្រាន់តែប្រាប់ថាពួកគេទាំងអស់គឺជាអ្នកភូមិត្បែងខាងលិចនៃឃុំត្បែងស្រុកបន្ទាយស្រីដែរបរិះចំណាស់ឈ្មោះអៀមណុកគឺជាមនុស្សម្នាក់ក្នុងចំណោម300នាក់ដែលសម្រុកចូលទៅចាប់ដីនៅតំបន់ចំបក់3ដើមនោះមានប្រសាសន៍ថាពួកគាត់លើកគ្នាមកនេះមិនមានការចាត់តាំងពីអាជ្ញាធរណាមួយទេគឺគ្រប់គ្នាបានឮថាគេចែកដីថ្មីក៏នាំគ្នាមកតែម្ដងលោកអ៊ីមណុកបញ្ជាក់ទៀតថារូបគាត់និងអ្នកភូមិត្បែងខាងលិចធ្លាប់ជាម្ចាស់ដីនៅតំបន់ចំបក់3ដើមនេះក៏ប៉ុន្តែបានបោះបង់ចោលកាលពីឆ្នាំ2006នៅពេលដែលរដ្ឋបាលព្រៃឈើដកហូតយកទៅដាំកូនឈើដូច្នេះនៅពេលដែលឮថាអាជ្ញាធរប្រគល់ដីនេះមកឲ្យអ្នកចំបក់3ដើមគឺរូបគាត់និងអ្នកភូមិក៏មកយកដីវិញអានេះមានថាប្រាប់ឲ្យមកទេមកតែខ្លួនឯងនិយាយថានិយាយដីមកតាមគ្នាទាំងអស់គ្នាដីនេះក៏ដីតែថ្មីឡៃទាំងអស់តែគេយកបានតែយើងមិនយកមិនបានព្រោះនេះថ្មីឡៃកាលពីមុនទីអ្នកទៀមទាដីនេះខូចឈ្មោះថាអូដីនេះសោះដីអ្នកថ្មីឡៃដល់ការពិតអត់មានទេនេះអ្នកថ្មីឡៃសតថាទាំងអស់គ្នាហើយនេះកាលពីថ្ងៃទី4ខែកញ្ញាកន្លងទៅក្រុមប្រជាពលរដ្ឋតំបន់ចំបក់3ដើមនិងក្រុមមនុស្ស300នាក់មកពីតំបន់ផ្សេងបានប្រឈមមុខពាក្យសម្ដីដាក់គ្នាយ៉ាងតឹងតែងដែលគួរឲ្យព្រួយបារម្ភចំពោះអំពើហិង្សាដែលអាចកើតឡើងនៅពេលណាមួយបើទោះបីជាក្រុមប្រជាពលរដ្ឋពីរក្រុមកំពុងប្រឈមមុខដាក់គ្នាយ៉ាងតឹងតែងយ៉ាងនេះក្តីក៏សមត្ថកិច្ចប៉ូលីសនិងកងរាជអាវុធហត្ថជាដើមមិនឃើញបញ្ជូនទៅការពារនៅតំបន់ដីទាំងនោះទេផ្ទុយទៅវិញគេឃើញកម្លាំងប៉ូលីសឃុំត្បែងខ្លះគឺដាក់ប្រចាំការនៅជិតរង្វង់មូលផ្លូវទៅភ្នំគូលែនក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលដែលចុះស៊ើបអង្កេតករណីនោះបានរកឃើញថាក្នុងចំណោមប្រជាពលរដ្ឋ300នាក់ដែលលើកគ្នាចូលទៅចាប់យកដីនៅតំបន់ចំបក់3ដើមក៏មានអនុប្រធានភូមិត្បែងខាងលិចម្នាក់ឈ្មោះយប់វណ្ណៈមានវត្តមាននៅទីនោះដែរក៏ប៉ុន្តែលោកអនុប្រធានភូមិបានបដិសេធថារូបលោកមិនមែនជាអ្នកដឹកនាំប្រជាពលរដ្ឋ300នាក់នោះទេគឺគ្រាន់តែរូបលោកក៏ដូចជាប្រជាពលរដ្ឋចង់បានដីនោះពីព្រោះសុទ្ធតែជាដីរបស់អ្នកភូមិត្បែងខាងលិចកាលពីថ្ងៃទី4ខែកញ្ញានៅពេលដែលក្រុមប្រជាពលរដ្ឋ300នាក់សម្រុកចូលទៅចាប់យកដីតំបន់ចំបក់3ដើមគឺអាជ្ញាធរខេត្តសៀមរាបនិងស្រុកបន្ទាយស្រីមិនមានវិធានការដោះស្រាយជាបន្ទាន់អ្វីក្រៅតែពីហៅតំណាងអ្នកចំបក់3ដើមនិងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៅរួមប្រជុំនោះទេវិទ្យុអាស៊ីសេរីមិនអាចតាក់ទងលោកសិនរុនអភិបាលរងខេត្តសៀមរាបដែលជាអ្នកចុះទៅដោះស្រាយបញ្ហានោះបានថាយ៉ាងណានៅឡើយដោយសារតែលោកមិនទទួលទូរស័ព្ទចំណែកអភិបាលស្រុកបន្ទាយស្រីលោកសូសុនមានប្រសាសន៍ថាលោកមិនដឹងពីដំណោះស្រាយរឿងនោះយ៉ាងណាទេដោយសារតែលោកមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យហើយប្រគល់សិទ្ធិបណ្ដោះអាសន្នទៅឲ្យអភិបាលរងឈ្មោះណុលលីវណ្ណៈទេតលេសាបារងយកនៅលំណាក់នៅខ្ញុំប្រេសិទ្ធឲ្យណាតែរឿងហ្នឹងណាតែមិនអាបាខាត់រងគាត់មកជុំការងារដោះស្រាយបញ្ហានោះដែរហើយនៅស្លាស្រោណាចំណែកអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាលកំពុងព្រួយបារម្ភខ្លាចកើតមានអំពើហិង្សាប្រសិនបើអាជ្ញាធរមិនរុះរាន់ដោះស្រាយឲ្យទុកឲ្យប្រជាពលរដ្ឋពីរក្រុមប្រឈមមុខដាក់គ្នាក្នុងរឿងដីធ្លីនោះអ្នកស៊ើបអង្កេតសមាគមការពារសិទ្ធិមនុស្សអាត់ហុកខេត្តសៀមរាបលោកច័ន្ទចម្រើនមានប្រសាសន៍ថាតាមការចុះពិនិត្យលោករកឃើញប្រជាពលរដ្ឋតំបន់ចំបក់3ដើមគឺមានឯកសាររឹងមាំជាងក្នុងការកាន់កាប់ដីទីនោះចំណែកប្រជាពលរដ្ឋ300នាក់ដែលអះអាងថាមកពីភូមិត្បែងខាងលិចនោះគឺមិនមានឯកសារអ្វីជាក់ស្ដែងទេការប្រជុំមុខដាក់គ្នានេះវាអាចបង្កនៅបញ្ហាអំពើហិង្សាណាមួយអាចកើតឡើងហើយវាជាភាពស្មុគស្មាញអញ្ចឹងមានតែអាជ្ញាធរត្រូវតែប្រើច្បាប់ក្នុងការដោះស្រាយបញ្ហានេះរួសរាន់អត់អាចបង្ងើយកតើបានទេពីព្រោះបកណាបដែតបដោយមិនព្រមចាត់វិធានការតាមផ្លូវច្បាប់ឲ្យបានលឿនទេបញ្ហានឹងអាចកើតមានអ្នកសម្របសម្រួលអង្គការសិទ្ធិមនុស្សលីកាដូខេត្តសៀមរាបលោកនូពុទ្ធិបានហៅក្រុមប្រជាពលរដ្ឋប្រមាណ300នាក់ដែលលើកគ្នាទៅចាប់យកដីតំបន់ចំបក់3ដើមនោះភាគច្រើនគឺមិនធ្លាប់សកម្មក្នុងការទាមទារដីធ្លីពីរដ្ឋបាលព្រៃឈើទេ
លោកនូពុទ្ធិបញ្ជាក់ថាជាច្រើនឆ្នាំមកនេះអាជ្ញាធរខេត្តសៀមរាបពិតជាបានប្រឹងប្រែងក្នុងការដោះស្រាយរឿងចំនួនដីរវាងអ្នកចំបក់3ដើមជាមួយមន្ត្រីរដ្ឋបាលព្រៃឈើហើយលោកសូមលើកទឹកចិត្តឲ្យអាជ្ញាធរខេត្តកុំដាក់ដៃក្នុងរឿងនេះព្រមទាំងខិតខំដោះស្រាយឲ្យចប់ជាស្ថាពរខ្ញុំហងសាវយុទ្ធវិទ្យុអាស៊ីសេរីពីខេត្តសៀមរាបក្រុមសហគមន៍ជនជាតិដើមភាគតិចក្រឹងរស់នៅភូមិក្រាស់ឃុំពយស្រុកអូជុំខេត្តរតនគិរីបាននាំគ្នាតវ៉ាក្រុមហ៊ុនសម្ពាធសេដ្ឋកិច្ចវៀតណាមឈ្មោះ COD ថាបានរំលោភឈូសឆាយដីតំបន់ព្រៃសហគមន៍ព្រៃត្រៀមបំរុងព្រៃសក្ការៈបូជានិងតំបន់ព្រៃចម្រុកសត្វហើយដែលអ្នកភូមិអភិរក្សជាសម្បត្តិធម្មជាតិចាប់បច្ចុប្បន្នអ្នកភូមិត្រូវការដីនោះមកវិញទុកជាដីត្រៀមបំរុងដើម្បីចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាពសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍របស់លោករដ្ឋាវិសាលប្រជាពលរដ្ឋភូមិក្រេះមានប្រុសស្រីចាស់ក្មេងប្រមាណ60នាក់បាននាំគ្នាទាមទារក្រុមហ៊ុន COD ប្រគល់ដីប្រមាណ200ហិកតាដែលក្រុមហ៊ុនបានឈូសឆាយព្រៃសហគមន៍កាលពីឆ្នាំ2013ហើយដាំកៅស៊ូការតវ៉ាធ្វើឡើងនៅថ្ងៃប្រហ័សទី11ខែកញ្ញានៅការដ្ឋានចំការកៅស៊ូរបស់ក្រុមហ៊ុនចំណុចអូក្រាលនិងមានសមត្ថកិច្ចប៉ូលីសប៉ុស្តិ៍មេភូមិនិងតំណាងក្រុមហ៊ុនមានវត្តមាននៅទីនោះក៏ប៉ុន្តែមិនមានអំពើហិង្សាអ្វីកើតមានក្នុងការទាមទារនោះទេតំណាងសហគមន៍លោកកំផ្លសាណរៀបរាប់ថាអ្នកភូមិមិនយកព្រមប្រគល់ដីឲ្យក្រុមហ៊ុនទេបើទោះបីក្រុមហ៊ុនបានដាំកៅស៊ូលើដីនោះប្រមាណ1ឆ្នាំកន្លងទៅក្តីលោកថាជាកំហុសរបស់ក្រុមហ៊ុននិងមន្ត្រីជំនាញដែលបានខុបខិតរំលោភឈូសឆាយដីត្រៀមបំរុងសហគមន៍សហគមន៍ហ្នឹងគេអត់ព្រមទេព្រោះគេដឹងតាំងពីជ្រុនតាហ្នឹងដីគេហ្នឹងក្រុមប្រទល់កម្មហើយនឹងកេះហ្នឹងត្រង់ហ្នឹងហើយសហគមន៍ហ្នឹងគេចែកអោយហើយក្រុមហ៊ុនហ្នឹងចន្លោះភ្នំនឹងភ្នំហ្នឹងតែគាត់ហ្នឹងអត់ព្រមទេសហគមន៍ភូមិក្រេះកាលពីខែកក្កដាបានគូសផែនទីដីសហគមន៍និងរៀបចំបែបបទឯកសារគ្រោងស្នើសុំចុះបញ្ជីដីអ្នកភូមិជាកម្មសិទ្ធិសមូហភាពក្រៅពីដីដែលកាន់កាប់ជាលក្ខណៈគ្រួសារអ្នកភូមិត្រូវការដីត្រៀមបំរុងដីតំបន់កប់សពនិងព្រៃគោរពបូជាប្រពៃណីជនជាតិដើមក៏ប៉ុន្តែបញ្ហានេះប្រឈមនឹងការជំទាស់ពីក្រុមហ៊ុន COD ដោយសារដីក្នុងផែនទីសហគមន៍ត្រួតជាន់គ្នាជាមួយដីសម្បទានដែលក្រុមហ៊ុនគ្រប់គ្រងនិងដាំកៅស៊ូមួយចំណែកតំណាងក្រុមហ៊ុនលោកសាំងចន្ទថាអះអាងថាដីដែលអ្នកភូមិទាមទារវិញគឺជាដីសម្បទានដែលក្រុមហ៊ុនបានដាំដុះមុនពេលសហគមន៍គូសផែនទីកំណត់ជាដីសហគមន៍លោកបន្តថាអ្នកភូមិទាមទារយកដីដាំកៅស៊ូរួចចំនួន10ហិកតានិងដីមិនទាន់ដាំដុះ62ហិកតាពីក្រុមហ៊ុនក៏ប៉ុន្តែភាគីក្រុមហ៊ុនមិនយល់ស្របទន្ទឹមនោះដែរលោកផ្ដាំកំណត់ថាប្រសិនអ្នកភូមិព្រមបញ្ឈប់ការទាមទារដីដាំកៅស៊ូ10ហិកតារបស់ក្រុមហ៊ុនលោកនឹងពិភាក្សាជាមួយក្រុមហ៊ុនពីលទ្ធភាពប្រគល់ដី62ហិកតាដែលមិនទាន់ដាំដុះប្រគល់ទៅឲ្យសហគមន៍បញ្ចប់ចំនួននេះក្នុងនាមយើងជាអ្នកដោះស្រាយយើងលើកគោលការណ៍សាកល្បងហើយខ្ញុំយកមកវិភាគសាមួយក្រុមហ៊ុនផ្សេងខ្ញុំជំរុញឲ្យក្រុមហ៊ុនអនុវត្តទៅព្រោះពួកគាត់ជាពលរដ្ឋយើងជាក្រុមហ៊ុនដូចខុសគ្នាចឹងណាមេឃុំពយលោកញឹងភឿនបានហៅទង្វើក្រុមហ៊ុន COD ថាបំពេញទៅលើគោលនយោបាយស្បែកខ្លារបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនដែលតម្រូវឲ្យកាត់ផលប៉ះពាល់ប្រជាពលរដ្ឋចេញពីដីសម្បទានលោកទទួលស្គាល់ថាក្រុមហ៊ុនបានឈូសឆាយតំបន់ព្រៃសហគមន៍ដោយមិនបានពិគ្រោះយោបល់ពីផលប៉ះពាល់ប្រជាពលរដ្ឋអ្នកអភិរក្សព្រៃឈើតំបន់នោះបើគាត់តាមគម្រោងរបស់ចំណែកជូគាត់មានគេបង្ហាញថាផែនទីមានស្បែកខ្លាអីគេណាបាទប៉ុន្តែអត់មានស្បែកខ្លាទេគាត់ជាស្បែកសទាំងអស់ហ្មងពួកភ្នំពួកបណ្ណាក៏ដោយគាត់ស៊ូទាំងអស់ក្រុមហ៊ុន COD ទទួលបានដីសម្បទានជាង 7500 ហិកតានៅស្រុកអូជុំបកែវនិងស្រុកអណ្ដូងមាសតាំងពីឆ្នាំ2011ចំណែកមន្ត្រីអង្គការអនុផលព្រៃឈើខេត្តរតនគិរីលោកហេងសុខាបានកត់សម្គាល់ថាការផ្ដល់ដីសម្បទានដែលមិនបានសិក្សាជាក់លាក់ពីការថែរក្សាគ្រប់គ្រងនិងអាស្រ័យផលទៅលើដីធ្លីព្រៃឈើរបស់អ្នកភូមិជនជាតិដើមជាមូលហេតុនាំឲ្យមានទំនាស់ដីធ្លីនិងប៉ះពាល់សិទ្ធិចុះបញ្ជីដីរបស់សហគមន៍លោកបន្តថាសហគមន៍ជនជាតិដើមមិនមានប្រពៃណីកាន់កាប់ដីជាកម្មសិទ្ធិឯកជននោះទេពីព្រោះការប្រើប្រាស់ដីរួមគ្នារបស់ក្រុមជនជាតិដើមបង្ហាញពីសាមគ្គីភាពនិងជាការអភិរក្សប្រពៃណីវប្បធម៌អត្តសញ្ញាណជនជាតិដើមឲ្យបាននៅគង់វង្សក្នុងដំណាក់កាលសំខាន់នេះគឺយើងកំពុងតែជួបបញ្ហាការផ្ដល់ដីសម្បទានទៅឲ្យក្រុមហ៊ុនដោយមិនមានការពិនិត្យច្បាស់លាស់នៅព្រំប្រទល់ដីសហគមន៍ហើយដីសហគមន៍ជនជាតិมันមានกระดาษស្នាមมันមានអីទេមានតែការស្គាល់ប្រពៃណីតែប៉ុណ្ណោះអានេះជាបញ្ហាហើយកំពុងតែយើងដោះស្រាយរឿងហ្នឹងសហភាពអឺរ៉ុបបានផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងការពារសិទ្ធិដីធ្លីនិងការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិចនៅខេត្តរតនគិរីនៅក្នុងដំណើរទស្សនកិច្ចសារព័ត៌មាន
កាលពីខែកក្កដានៅខេត្តរតនគិរីឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបនិងជាប្រធានសហគមន៍អឺរ៉ុបប្រចាំកម្ពុជាលោកហ្សង់ហ្វ្រង់ស៊័រកូតាំងថ្លែងចាប់អារម្មណ៍ថាជំនួយសហគមន៍អឺរ៉ុបគឺធ្វើឡើងតាមរយៈរដ្ឋាភិបាលនិងអង្គការសង្គមស៊ីវិលសម្រាប់ប្រជាពលរដ្ឋកម្ពុជាជាពិសេសសម្រាប់ការអភិវឌ្ឍវិស័យសិទ្ធិមនុស្សបរិស្ថានកសិកម្មបណ្ដុះបណ្ដាលធនធានមនុស្សលើកស្ទួយជីវភាពរស់នៅប្រជាពលរដ្ឋនិងជាពិសេសលើកកម្ពស់សិទ្ធិដីធ្លីនិងការចុះបញ្ជីដីធ្លីជនជាតិដើមភាគតិចលោកអំពីវនីវសូមឲ្យសហគមន៍មានបញ្ហាដីធ្លីធ្វើរបាយការណ៍ទាន់ពេលវេលាដើម្បីសហគមន៍អឺរ៉ុបស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋជាពិសេសមន្ត្រីអង្គការសង្គមស៊ីវិលត្រូវយកចិត្តទុកដាក់សហការជាមួយមន្ត្រីអាជ្ញាធរដើម្បីសម្របសម្រួលឲ្យមានកម្មវិធីចេញបានកម្មសិទ្ធិដីធ្លីជូនសហគមន៍បានជោគជ័យមន្ត្រីឃ្លាំមើលសិទ្ធិមនុស្សសមាគមអាត60លោកឆៃធីហៅការស្វែងរកដំណោះស្រាយរវាងក្រុមហ៊ុននិងសហគមន៍បែបអហិង្សាថាជាដំណើរឆ្ពោះទៅរកលទ្ធផលល្អលោកថាចំណុចអវិជ្ជមាននៃការតវ៉ានៅសល់តិចតួចហេតុនេះលោករំពឹងថាការសម្របសម្រួលមួយនឹងអាចប្រព្រឹត្តទៅបានប្រសិនភាគីទាំងពីរឈលលើគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលខាងសហគមន៍និងភាគីក្រុមហ៊ុនក៏មានបំណងដោះស្រាយរួមគ្នាយើងឃើញថាដំណោះស្រាយនេះវាអាចមានភាពប្រសើរមិនចាំបាច់ទៅដល់អាជ្ញាធរថ្នាក់មូលដ្ឋានឬខេត្តថ្នាក់ជាតិអីទេនាំឲ្យមានការវែងឆ្ងាយលំបាកយ៉ាងនេះក៏ដោយក្រុមអ្នកតវ៉ាបានយល់ព្រមចាក់ចេញពីកន្លែងតវ៉ាដើម្បីយកសំណើរបស់ក្រុមហ៊ុនទៅពិភាក្សាសម្រេចក្នុងសហគមន៍ឡើងវិញខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍ពីខេត្តរតនគិរីជាបន្តទៅទៀតនេះនាងខ្ញុំម៉ៅសុធានីសូមជូនព័ត៌មានបញ្ចប់មេដឹកនាំសហជីពកម្មករធំៗនឹងចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ឈ្នួលអបបរមាឲ្យបាន$177សម្រាប់កម្មករក្នុងវិស័យកាត់ដេរចាយុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី17ខែកញ្ញាខាងមុខចំណែកឯបរដ្ឋខ្មែររស់នៅក្រៅប្រទេសរួមមានកាណាដានិងសហរដ្ឋអាមេរិកជាដើមក៏ក្រុងធ្វើបាតកម្មនៅថ្ងៃពុធទី17ខែកញ្ញាខាងមុខនៅតាមតំបន់ដែលពួកគេរស់នៅដើម្បីទាមទារសុំដំឡើងប្រាក់ឈ្នួលកម្មករឲ្យបាន$177អាមេរិកអ្នករៀបចំបាតកម្មនៅក្រុងម៉ុងរ៉េអាល់នៃប្រទេសកាណាដាលោកជួបសំណាងមានប្រសាសន៍តាមទូរស័ព្ទថាគោលបំណងសំខាន់នៃការធ្វើបាតកម្មនេះគឺដើម្បីជំរុញឲ្យក្រុមហ៊ុនធំៗដែលបញ្ជាទិញផលិតផលសម្លៀកបំពាក់កាត់ដេរគៀបសង្កត់ដល់ម្ចាស់រោងចក្រនៅកម្ពុជាឲ្យគិតគូរពីស្ថានភាពរស់នៅដ៏លំបាករបស់កម្មករលោកជួបតំណាងគូបញ្ជាក់ថាការធ្វើបាតកម្មព្រមគ្នានេះគឺជាយុទ្ធនាការជាតិនិងអន្តរជាតិដែលគេរំពឹងថានឹងមានអ្នកចូលរួមដ៏ច្រើននាំគ្នាពាក់អាវយឺតលេខ177ជានិមិត្តសញ្ញានៃការទាមទារដំឡើងប្រាក់ខែគោល$177ឲ្យកម្មករនៅកម្ពុជាអតីតប្រធានការិយាល័យអប់រំក្រុងប៉ោយប៉ែតដែលត្រូវបានគេទម្លាក់ពីតួនាទីទាមទាររោគយុត្តិធម៌ជំវិញការដកតំណែងរបស់លោកចំណែកឯប្រធានមន្ត្រីអប់រំខេត្តបន្ទាយមានជ័យនិងចៅហ្វាយក្រុងប៉ោយប៉ែតវិញអះអាងថានេះពុំមែនជាការដកហូតមុខតំណែងឬក៏តួនាទីអ្វីឡើយប៉ុន្តែជាការអនុវត្តទៅតាមច្បាប់ប៉ុណ្ណោះអាជ្ញាធរខេត្តបន្ទាយមានជ័យសន្យាដោះស្រាយបញ្ហាដីធ្លីជូនយោធិនពិការជាង200គ្រួសារឲ្យបានឆាប់ការសន្យានេះធ្វើឡើងកាលពីថ្ងៃទី14ខែកញ្ញាម្សិលមិញនៅក្នុងវត្តស្ទឹងមានជ័យវត្តនេះគឺជាកន្លែងដែលអតីតយោធិនទាំងនោះកំពុងស្នាក់នៅបណ្ដោះអាសន្នដើម្បីទាមទារដីធ្លីដែលលោកហ៊ុនសែនធ្លាប់សន្យាថាផ្ដល់ឲ្យពួកគាត់ចាលោកនាងជាទីមេត្រីមនុស្ស3នាក់ត្រូវបានជន់ស្រវឹងស្រាម្នាក់កាប់ឲ្យស្លាប់ទាំងអស់គ្នាខណៈកំពុងដេកលក់នៅក្នុងខ្ទមនៅជនបទនៃស្រុកជ័យសែនខេត្តព្រះវិហារនាយប៉ូលីសស្រុកជ័យសែនលោកងួននៀបដែលត្រង់សម្ដីដែលទីភ្នាក់ងារព័ត៌មានសិនហួរឲ្យដឹងថាហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញជនរងគ្រោះទាំង3នាក់នោះរួមមានឪពុកម្ដាយនិងកូនប្រុសរីឯជនដៃដល់ដែលមានអាយុ25ឆ្នាំពុំបានរត់គេចខ្លួនពីកន្លែងកើតហេតុឡើយហើយបានតដៃជាមួយក្រុមប៉ូលីសដែលបានចូលទៅចាប់ចាលោកនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីការផ្សាយរយៈពេល1ម៉ោងនៃវិទ្យុអាស៊ីសេរីជាភាសាខ្មែរសម្រាប់ពេលនេះចាប់តែប៉ុណ្ណេះយើងខ្ញុំសូមជូនពរដល់លោកនាងព្រមទាំងក្រុមគ្រួសារទាំងអស់សូមជួបប្រកបតែនឹងសេចក្តីសុខចម្រើនកុំបីឃ្លៀងឃ្លាតឡើយនាងខ្ញុំម៉ៃសុធានីព្រមទាំងក្រុមការងារទាំងអស់នៃវិទ្យុអាស៊ីសេរីសូមអរគុណនិងសូមជម្រាបលា
វិទ្យុអាស៊ីសេរីផ្សាយតាមរយៈរលកធាតុអាកាសខ្លីឬ shortwave តាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះម៉ោងនៅកម្ពុជាតាមរយៈរលកធាតុអាកាសខ្លី 12140 kHz ស្មើនឹងកម្ពស់ 25m ពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈរលកធាតុអាកាសខ្លី 13740 kHz ស្មើនឹងកម្ពស់ 22m លោកអ្នកនាងក៏អាចស្ដាប់ការផ្សាយផ្ទាល់របស់វិទ្យុអាស៊ីសេរីដោយចូលទៅកាន់គេហទំព័រ www.rfa.org/khmer